ជំរាបសួរ fan anime ជាទីគោរពស្រឡាញ់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Anime Onami ពេលជួបជាមួយនឹង admin site ថ្មីជាមួយនឹងការសម្រាយរឿង anime ថ្មីដែលមានចំណងជើងថា Real Life សាច់រឿងបានចាប់ផ្ដើមនៅបរិយាម្នាក់ដែលកំពុងតែផឹកស៊ីជុំមិត្តភក្តិគេគឺជាតួឯកប្រុសនៅក្នុងរឿងមួយនេះមានឈ្មោះថា Arata Kaisuki តាមការពិតនោះមានតែគេតែម្នាក់ឯងទេដែលកំពុងតែអត់មានការងារធ្វើជីវិតទាំងដែរមិត្តភក្តិគឺមានការងារដែលល្អអត់តែខ្លួនឯងម្នាក់ព្រមមិនចង់ខ្មាស់មិត្តភក្តិទៅបន្លំធ្វើជាអ្នកមានការងារធ្វើល្អដូចគេអត់មានការងារធ្វើជីវិតនៅពេលនេះធ្លាក់ដល់ចំណុច0ហើយជីវិត27ឆ្នាំរបស់គេអត់មានអីល្អសោះពេលផឹកស៊ីជុំមិត្តភក្តិរួចហើយដើរស្វឹងត្រឡប់ទៅផ្ទះវិញនៅម្លងពេលដើរស្វឹងជីវិតស្មុគស្មាញមកដល់ផ្លូវតល់មានមនុស្សប្រុសម្នាក់បានរាក់ទាក់គេពេលងើយមុខឡើងមកបានជួបជាមួយនឹងបុរសម្នាក់មើលទៅគេដូចជាបានដឹងរឿងរ៉ាវពាក់ព័ន្ធនឹងតួប្រុសរបស់យើងច្បាស់ណាស់ដឹងតាំងពីប្រវត្តិសិក្សាប្រវត្តិការងារអស់អាចអស់នោមតែម្ដងដល់អញ្ចឹងអីចង់ខ្លាចវិញណាអន្តិតអរតានឹងចម្លែកចិត្តថាមួយនឹងវាជាពីណាគេមើលទៅអន្តិតនោះវាដូចជាមានសំណើចង់ផ្ដល់ជូនតួប្រុសរបស់យើងឲ្យចូលរួមធ្វើបទពិសោធន៍ជាមួយនឹងគេហើយចាំគេនឹងជួយរកការងារជាលាក់ឲ្យតួប្រុសព្រមទាំងមានស្គនជូនដែលបានចូលរួមធ្វើបទពិសោធន៍ម្ដងនេះការធ្វើបទពិសោធន៍មួយនេះជារឿងងាយៗទេដោយគ្រាន់តែឲ្យតួប្រុសនឹងញ៉ាំថ្នាំមួយគ្រាប់ថ្នាំនេះប្រហែលលេបហើយវាអាចធ្វើឲ្យយើងក្មេងជាងវ័យដល់ទៅ10ឆ្នាំដើម្បីត្រឡប់ទៅរៀនវិទ្យាល័យគេប្រាប់ទៀតថាគម្រោងនេះមានរយៈពេលតែ1ឆ្នាំនៅថ្ងៃបន្ទាប់នៅក្នុងបន្ទប់របស់តួប្រុសគេបានងើបឡើងមកឲ្យធ្វើកិច្ចការប្រចាំថ្ងៃរបស់គេដូចរៀងរាល់ថ្ងៃអញ្ចឹងប៉ុន្តែដល់ពេលគេបានឆ្លុះកញ្ចក់មើលមុខខ្លួនឯងធ្វើឲ្យគេដឹងថាអាយុរបស់គេនឹងក្មេងជាងវ័យដល់ទៅ10ឆ្នាំបានមួយសន្ទុះបរោះកាលពីយប់មិញនោះបានជញ្ជូនអវ័យអវ័នមកឲ្យតួប្រុសដឹកជញ្ជូនមកដល់ផ្ទះតែម្ដងមិនចាំបាច់ទៅទិញឲ្យហត់វាគឺជាសម្ភារៈដែលខាងក្រុមហ៊ុននឹងរៀបចំមកឲ្យជាសម្ភារៈឯកសណ្ឋានសិស្សវិទ្យាល័យជាមួយនឹងប្រដាប់ប្រដារៀនសូត្របន្ទាប់មកនាំគ្នាមកអង្គុយស្ដាប់រឿងលម្អិតនៅក្នុងបន្ទប់អន្តិតមួយនោះគេមានឈ្មោះថារីយ៉ូធ្វើការនៅក្នុងក្រុមហ៊ុន Real Life ពេលបានអានរឿងលម្អិតផ្សេងតួប្រុសរបស់យើងដូចជាមិនសូវជឿជាក់មិនសូវជាប្រកបចិត្តសោះថាយល់ព្រមល្អអត់ប្រកបមិនប្រកបមិនយប់មិញលើបថ្នាំគេអស់ហើយមិនក៏មិនទៅជីវិតនៅពេលនេះវាមិនបានល្អអីណាទេគ្រាន់តែបានត្រឡប់ទៅរៀនវិទ្យាល័យតាមមួយឆ្នាំមានអីខាតហើយបន្ទាប់តួប្រុសយើងបានខ្លាចជាសិស្សវិទ្យាល័យពិតមែនពេលមកដល់មិត្តរួមថ្នាក់អីហ្នឹងគឺស្និទ្ធស្នាលគ្នាអស់ហើយនៅតែឯងតែម្នាក់ហ្នឹងដែលមករៀនឆ្នាំចុងក្រោយគេបានយកឱកាសដែលមិត្តភ័ក្តិហ្នឹងបានទៅចាប់អារម្មណ៍លួចទៅអង្គុយនៅតុតែទំនៀមទម្លាប់នៅជប៉ុនមិនថាអ្នករៀនដល់ថ្នាក់ទីប៉ុន្មានទេគឺតែងតែផ្លាស់ប្ដូរតុរៀងរាល់ឆ្នាំតែម្ដងហើយបានជួបមិត្តភ័ក្តិថ្មីរៀងរាល់ឆ្នាំក៏មិនមែនចម្លែកអីទេបន្តិចអរតាហ្នឹងបានទៅអង្គុយនៅតុក្រោយគេខំតែបានអង្គុយតុក្រោយគេប៉ុន្តែតាមការពិតហ្នឹងតុហ្នឹងមានម្ចាស់ហើយមនុស្សស្រីម្នាក់បានដើរចូលមកព្រោះតុនេះគឺជាតុរបស់នាងហើយប្រាប់ទៀតថាគេរៀបចំតុតាមលំដាប់ឈ្មោះហើយនៅលើក្តារខៀននោះដើរចូលមកអត់បើកភ្នែកតែមែនតែអរតានឹងខ្មាស់គេខ្លាំងមែនតែនទៅបញ្ញាប់ងើបចេញពីតុរបស់នាងក្នុងចិត្តនឹងខ្មាស់អៀនខ្លាំងហើយភ័យខ្លាំងមែនតែនដែលបាននិយាយជាមួយនឹងសិស្សវិទ្យាល័យស្រីអញ្ចឹងប៉ុន្តែគេនឹងបានសង្កេតឃើញអ្វីម្យ៉ាងដែលខុសពីធម្មតាព្រោះនៅតុខាងក្រោយនោះគេបានសង្កេតឃើញមនុស្សប្រុសម្នាក់ដែលមុខនឹងប្រហែលពេលឃើញមុខគ្នាពឹបតួប្រុសរបស់យើងចាំបានថានោះគឺជាអន្តិតរីយ៉ូនតាបុគ្គលិកដែលបញ្ជូនតួប្រុសមកធ្វើការសាកល្បងម្ដងនេះគាត់នឹងក៏បានបញ្ចុះអាយុមករៀនវិទ្យាល័យដោយតួប្រុសដែរទាន់បានចូលសួរសុខទុក្ខផងលោកគ្រូប្រចាំថ្នាក់បានដើរមកពេលតួកវិញគឺជាទំនៀមទម្លាប់ដែរសិស្សគ្រប់គ្នាត្រូវមកណែនាំខ្លួនសិស្សសាលាគ្រប់គ្នាណែនាំខ្លួនតាមធម្មតាធ្វើឲ្យតួប្រុសនឹងបានសង្កេតឃើញមិត្តរួមថ្នាក់ថាមានចរិតរមិចខ្លះហើយក្មេងស្រីដែរតួប្រុសយើងទៅដណ្ដើមតអង្គុយនាងកាលពីព្រឹកមិញនេះមើលទៅនាងជាមនុស្សស្ងៀមស្ងាត់មិនសូវចេះនិយាយប្រមាណទេដល់ពេលតួប្រុសយើងណែនាំខ្លួនម្ដងដោយធាតុពិតរបស់គេជាមនុស្សប្រុសវ័យ27ឆ្នាំធ្វើឲ្យការណែនាំខ្លួនរបស់គេនឹងដូចទៅដាក់ពាក្យធ្វើការអញ្ចឹងជាផ្លូវការបំផុតតែម្ដងហើយកញ្ញាសក់សេះម្នាក់នេះនាងមានឈ្មោះថាហីជីរ៉ូហើយម្នាងសក់ក្រហមនេះមានឈ្មោះថារ៉េណាហើយទឹកនេះមានឈ្មោះថាអូកាស៊ូមីហើយកញ្ញាវ៉ែនតានេះមានឈ្មោះថាអូណូយ៉ាមើលទៅនាងបានណែនាំខ្លួនឯងបានល្អខ្លាំងណាស់ខុសពីសិស្សវិទ្យាល័យផ្សេងមើលទៅដូចជាចាប់អារម្មណ៍តួប្រុសយើងជាពិសេសទៀតផងទោះបីតួប្រុសយើងនឹងមិនដឹងថានារីម្នាក់នោះមិនចេះតែញញឹមដាក់គេរហូតអញ្ចឹងប៉ុន្តែការដែលបានទទួលស្នាមញញឹមពីសិស្សវិទ្យាល័យជាអ្វីមួយដែលល្អខ្លាំងណាស់នៅពេលនោះគ្រូបានប្រកាសប្រាប់ថាថ្ងៃនេះពួកយើងនឹងចាប់ផ្ដើមប្រឡងមុននឹងរៀនដើម្បីស្វែងរកកម្ពុជាមនុស្សពីរនាក់ដែលមានបន្ទុកខ្ពស់បំផុតតួប្រុសដែលបានលឺដូច្នោះធ្វើឲ្យគេស្រែកលាន់ថ្នាក់រៀនធ្វើឲ្យមិត្តរួមថ្នាក់នាំគ្នាបែរមើលព្រាព្រោះតែរៀនចប់យូរណាស់ហើយធ្វើឲ្យភ្លេចឈឹងពាក្យថាប្រឡងនឹងម្យ៉ាងទៀតគាត់នឹងមករៀនអត់បានយកប៊ិចខ្មៅដៃមកទេមករៀនមិនមករៀនថ្ងៃដំបូងចឹងហើយចេះតែរំភើបភ្លេចនេះភ្លេចនោះចំណេះដឹងសិស្សវិទ្យាល័យ
គេយកសងឲ្យលោកគ្រូអស់ហើយគាត់ក្បាលនឹងលេងស្គាល់អស់ហើយអំឡុងពេលដែលអស់សង្ឃឹមនោះផងដែររ៉េណានឹងបានហុចក្បាលដៃជាមួយនឹងជ័រលបមកឲ្យតួប្រុសធ្វើឲ្យតួប្រុសយើងនឹងគិតថាសាលារៀននេះក៏នៅមានមនុស្សល្អដែរគេនឹងបានខ្ចីខ្មៅដៃរបស់រ៉េណានឹងរហូតដល់ប្រឡងរួចពេលប្រឡងរួចគេបានអរគុណរ៉េណាដែលឲ្យខ្ចីខ្មៅដៃនិយាយបានមួយសន្ទុះអូកាបានចូលមកនិយាយជាមួយដែរមើលទៅអូកាមួយរ៉េណានឹងរៀនមួយគ្នាយូរណាស់ហើយដោយភាពចៃដន្យទាំងពីរនាក់បានរៀនថ្នាក់មួយគ្នាមករហូតម្យ៉ាងទៀតបានដឹងថាអូកានឹងប្រឡងជាប់ចំណាត់ថ្នាក់លេខ1កាលពីឆ្នាំមុនទៀតផងហើយលេខ2គឺជារបស់រ៉េណាប៉ុន្តែឆ្នាំនេះត្រូវហ៊ីជីរ៉ូនឹងដណ្ដើមចំណាត់ថ្នាក់លេខ2ហើយពេលចេញពីរៀនតួប្រុសយើងនឹងបានជួបជាមួយនឹងរីយ៉ូកំពុងតែរងចាំនៅមុខសាលាគេបានផ្ដល់ការណែនាំឲ្យតួប្រុសយើងនឹងប្រើជីវិតមួយឆ្នាំនៅទីនេះអាចធ្វើខ្លួនជាសិស្សវិទ្យាល័យធម្មតាបានប៉ុន្តែគេនឹងចាំសង្កេតមើលទង្វើរបស់តួប្រុសគ្រប់ពេលវេលាតែម្ដងម្យ៉ាងទៀតគេនឹងបានប្រាប់ព័ត៌មានសំខាន់របស់គម្រោងការរីឡៃវាគឺជាទីកន្លែងដែលកែសម្រួលរបស់ក្រុមមនុស្សដែលចូលចិត្តនៅម្នាក់ឯងមិនសូវជាចេញទៅជួបជាមួយនឹងសង្គមខាងក្រៅទេខំខ្លួនឯងនៅតែក្នុងបន្ទប់ហើយបរាជ័យក្នុងការរស់នៅដូច្នេះហើយបើទទួលបានឱកាសម្ដងទៀតសូមស្រវាវាហើយកែប្រែអតីតកាលទៅអ្វីដែលគិតថាបើពេលនោះយើងធ្វើហើយជីវិតយើងនឹងមិនល្អប្រសើរជាងនេះនៅពេលនេះសូមឯងធ្វើវាចោះហើយពេលនៅសាលារៀនសូមធ្វើខ្លួនដោយពួកយើងមិនដែលស្គាល់គ្នាពីមុនមកមួយឆ្នាំបន្ទាប់ពីនេះតួប្រុសត្រូវធ្វើខ្លួនដូចជាសិស្សវិទ្យាល័យមួយរូបពិតប្រាកដហើយបន្ទាប់អូកាជាមួយនឹងហ៊ីជីរ៉ូបានក្លាយជាប្រធានថ្នាក់ហើយនឹងប្រធានរងតាមគ្នាតាមលំដាប់ចំណាត់ថ្នាក់ដែលបានប្រឡងមុននេះរីឯតួប្រុសរបស់យើងបែកយាយដល់ទេអាក្អូននឹងធ្លាក់គ្រប់វិជ្ជាតែម្ដងប៉ុន្តែមើលទៅគេនឹងបានសង្កេតឃើញថាមានមនុស្សម្នាក់ដូចជាមិនពេញចិត្តប្រហែលទេគេម្នាក់នោះគឺជារ៉េណាមើលទៅគេនោះដូចជាគុំគួនខ្លាំងណាស់ដែលមិនបាននៅក្បែរបន្តិចអូកាក៏ព្រោះតែនៅឆ្នាំនេះមានហ៊ីជីរ៉ូនឹងមកធ្វើជាឆ្អឹងតឹងកតួប្រុសយើងក៏បានឃើញពីចំហាយពិឃាតដែលបានចេញពីរាងកាយរបស់នាងដែរមិនអត់ត្រឹមនឹងទេអូកានឹងបានមកសួរចាក់ដោតនាងទៀតថាហេតុអីឆ្នាំនេះនាងមិនបានធ្វើជាប្រធានរងគេជាមនុស្សដែរនិយាយមិនចេះកើតប្រហែលទេទៅពេលសម្ដីនឹងទៅចាក់ដោតដល់នាងទៅបានជារ៉េណានឹងនិយាយបញ្ជួសហើយតួប្រុសយើងនឹងគិតថាពីនេះនឹងច្បាស់ជាមានអីមិនខានគិតរឿងគេមិនបានប្រហែលផងតួប្រុសយើងបានលើដំណើរអាក្រក់ពីអ្នកគ្រូអ្នកដែលធ្លាក់ច្រើនពី3វិជ្ជាគឺត្រូវមករៀនបន្ថែមទៀតហើយតួប្រុសយើងនឹងបានស្គាល់បានភ្លក់រសជាតិនរកនៅលើដីរបស់ជីវិតសិស្សវិទ្យាល័យហើយការប្រឡងនេះហើយគឺជានរកពិតប្រាកដប៉ុន្តែមើលទៅមិនមែនមានតែគេទេគឺមានអ្នកផ្សេងទៀតដែលធ្លាក់ច្រើនជាងតួប្រុសរបស់យើងគឺជាអូណូយ៉ានាងនឹងធ្លាក់ច្រើនខ្លាំងណាស់ពិន្ទុរបស់នាងនឹងគឺបាន2លើ100តែម្ដងនាងបានលើកអួតគ្រប់គ្នាទាំងអត់មានភាពខ្មាស់អៀនលើកបង្ហាញដូចមានមោទនភាពណាស់ពិន្ទុតិចនៅពេលធ្វើឲ្យតួប្រុសយើងនឹងកាំងតែម្ដងមិនដឹងថាខួរក្បាលមនុស្សឬខួរក្បាលបកាទេដល់ថ្នាក់តួប្រុសរបស់យើងនឹងបាន14ពិន្ទុឯណោះច្រើនជាងនាងដល់ទៅ2មានអីកុកគ្រាលដៀលតែគ្នាឯងទេពិន្ទុមិនបានខុសគ្នាអីទេបន្ទាប់មកតួប្រុសអូកាអូណូយ៉ាបានយកឱកាសនោះមកញ៉ាំបាយមួយគ្នាអូណូយ៉ាបានបាញ់សំណួរអំពីទំនាក់ទំនងរវាងអូកាជាមួយនឹងរ៉េណាបាត់សំណួរអញ្ចឹងអូកាបញ្ញាប់បដិសេធភ្លាមថាគេជាមួយនឹងរ៉េណាអត់មានត្រូវតែអីនឹងគ្នាទេត្រឹមតែជាមិត្តរួមថ្នាក់ធម្មតាចៃដនអីកាលពីឆ្នាំមុនហ្នឹងគេបាននិយាយជាមួយនាងខ្លះៗប៉ុណ្ណឹងឯងគេបានទិញឧបករណ៍ចោះត្រចៀកមកពីរតែប្រើតែមួយនៅឯងព្រោះវាឈឺខ្លាំងតើមិនហ៊ានប្រើទៀតទើបយកមកចែកគ្នាម្នាក់មួយជាមួយនឹងរ៉េណានៅពេលនោះគេឲ្យនាងតែមិនបានគិតអីទេដំបងរ៉េណានឹងរឹកដូចជាមិនចង់យកប៉ុន្តែចុងក្រោយនាងយកដដែលនេះហើយគឺជាចំណុចចាប់ផ្ដើមដែលរ៉េណានឹងពេញចិត្តអូកាតាំងពីពេលនោះមកតួប្រុសជាមួយនឹងអូណូយ៉ាដែលបានលឺដូច្នោះនឹងគេដកដង្ហើមធំហើយនិយាយស្មើគ្នាថាអញខ្ពើមតែមានស្នេហាណាស់ច្បាស់ដូចថ្ងៃប៉ុណ្ណឹងហើយនៅមិនដឹងខ្លួនទៀតនិយាយទៅនិយាយមកតួប្រុសបានសង្កេតឃើញអ្វីមួយមើលទៅកញ្ញាហ៊ីជីរ៉ូនឹងដូចជាមានបញ្ហាព្រោះនាងនឹងមិនអាចទិញអាហារពេលថ្ងៃត្រង់បានតួប្រុសបានចូលសួរថាកើតអីធម្មតាអ្នកដែលរៀនបាននៅតែល្អគឺនឹងទទួលបានបញ្ចូលខ្ទាស់ពណ៌ប្រាក់ហើយអាចញ៉ាំអាហារពេលថ្ងៃត្រង់បានហ្វ្រីប៉ុន្តែឥឡូវនេះគ្រូមិនទាន់បានផ្ដល់ឲ្យទេវាសួយត្រង់នាងអត់មានលុយចាប់ខ្លួនមកទៀតផងទើបមិនអាចទិញអាហារថ្ងៃត្រង់បានតួប្រុសយើងបានសេវាលុយពីហោប៉ៅឡើង1000យ៉េនហុចឲ្យនាងគេហុចឲ្យនាងតែមិនបានគិតអីប៉ុន្តែនាងនឹងបែរជាគិតឆ្ងល់ព្រោះអាហារពេលថ្ងៃត្រង់ភាគច្រើនមិនដល់300យ៉េនទេតែហេតុអីបានជាតួប្រុសរបស់យើងហុចក្តាំ1000ឲ្យអញ្ចឹងវាដូចជាការឲ្យខ្ចីលុយរបស់មនុស្សធំអញ្ចឹងវាដូចជាអត់ហួសហេតុពេកទៅអីសម្រាប់សិស្សវិទ្យាល័យហ៎
បានលឺដូច្នោះតួប្រុសរបស់យើងនឹងគាំងស្លើតែម្ដងប្រហែលជាគេទម្លាប់នឹងវាយធ្វើការហើយប៉ុន្តែគេនឹងក៏បានហុចក្តាម 1000 យ៉េននឹងទៅដាក់លើដៃនាងបានទទួលលុយនោះទាំងមានចម្ងល់ហើយអស់តិចតិចដែរដែលតួប្រុសនឹងលូកដៃចុះមកជួយនាងព្រមទាំងបានញញឹមឡើងសតុនដាក់មួយតួប្រុសរបស់យើងស្ទើរតែក្អួតឈាមហើយពេលដែលបានទទួលស្នាមញញឹមពីសិស្សវិទ្យាល័យក្នុងខួរក្បាលរបស់គេពេលនេះខ្លាចជាពពកាឈូកអស់ហើយមិនបានស្ដាប់ពាក្យសម្ដីរបស់ហ៊ីជីរ៉ូទៀតទេនាងគ្រាន់តែប្រាប់ថាចាំស្អែកនេះនាងនឹងយកលុយមកសងវិញបន្ទាប់មកនាងក៏បានរត់ចេញទៅបានតែហ៊ីជីរ៉ូនាងអត់មានដឹងឡើយថានាងកំពុងតែធ្វើឲ្យមនុស្សប្រុសវ័យ27ឆ្នាំម្នាក់នេះបេះដូងលោតដុកដាក់តែម្ដងគេមិនចង់ជឿសោះថាមនុស្សស្រីម្នាក់នេះធ្វើឲ្យបេះដូងដែលក្រៀមស្វិតរបស់គេស្រស់បំព្រងបានម្ដងទៀតពេលត្រឡប់មកអង្គុយតុវិញគេនឹងត្រូវអូកាជាមួយនឹងអូនយ៉ានិងបង្អាប់អំឡុងពេលដែលញ៉ាំបាយនោះអូនយ៉ាបានលើកទូរស័ព្ទឡើងមកលេងធ្វើឲ្យតួប្រុសភ្ញាក់ផ្អើលខ្លាំងណាស់ហេតុអីបានជានាងទាញទូរស័ព្ទដៃឡើងមកលេងកដាលវាអញ្ចឹងតែត្រូវគ្រូនឹងរឹបអូទៅបានលឺដូច្នោះធ្វើឲ្យអូនយ៉ាជាមួយនឹងអូកានឹងចម្លែកចិត្តណាស់អាមួយនេះវាមកពីចំនួនណាសម័យនេះគេប្រើទូរស័ព្ទដៃប្រុងព្រាតអស់ហើយអត់បើកភ្នែកមើលជុំវិញខ្លួនទេមែនដល់ពេលគេបែរទៅមនុស្សជុំវិញខ្លួនបានឃើញថាគ្រប់គ្នានឹងក៏ប្រើទូរស័ព្ទដៃគ្រប់គ្នាចំនួនតួប្រុសរបស់យើងអ្នកណាយកទូរស័ព្ទមកលេងអញ្ចឹងនឹងត្រូវគ្រូហៅអាណាព្យាបាលមកជួបមិនខានតែមើលទៅចំនួននេះក្មេងៗអាចយកមកលេងបានធម្មតាពេលបានឃើញដូច្នោះហើយទើបតួប្រុសរបស់យើងនឹងសុំលេងសុំ Facebook អូនយ៉ាអញ្ចឹងណាអូកាស្លើតែម្ដងមិននឹកស្មានសោះថាមួយនេះវាប្រកែកខាងសុំលេងស្រីហើយមើលទៅធម្មតាបំផុតសម្រាប់បុរសវ័យ27ឆ្នាំដូចជាតួប្រុសរបស់យើងរឿងចឹងអីធម្មតាពេលចេញពីរៀនតួប្រុសរបស់យើងមកទីចាត់ការលោកគ្រូហៅគេមកជួបដោយសារតែប្រឡងមិនជាប់មិនទាន់បានគាស់ទ្វារផងហ៊ីជីរ៉ូបានដើរចេញមកនាងបានហៅតួប្រុសថាអាគាត់ 1000 យ៉េនមិនអស់ត្រឹមហ្នឹងទេហៅគាត់4បន្ទុកទៀតមើលទៅនាងជាប្រភេទមនុស្សដែលមិនសូវចាំឈ្មោះប្រហែលទេចំណុចនេះដូចអេដមីនចឹងអត់ដែរសូវចាំប្រហែលឡើយតើបានជាតួប្រុសនឹងធ្វើការណែនាំខ្លួនឲ្យនាងចាំបានឃើញការណែនាំឈ្មោះរបស់តួប្រុសធ្វើឲ្យហ៊ីជីរ៉ូនឹងមានរំណងចាំឈ្មោះតួប្រុសឲ្យបានតែនាងមកទីចាត់ការក្រោយចេញពីរៀនព្រោះនាងមកទទួលបញ្ចូលខ្ទាស់ប្រាក់តែប៉ុណ្ណោះឯងបើលេងមានអីហើយនាងសុំខ្លួនត្រឡប់ទៅសិនហើយតួប្រុសរបស់យើងក៏បាននិយាយឡើងថាមើលតើនាងជាមនុស្សដែលមានការតាំងចិត្តណាស់តែពាក្យនោះវាមិនបានល្អសម្រាប់នាងទេវាដូចជាចាក់ដោតនាងទៅវិញនាងបាននិយាយบอกវិញថាការដែលជាមនុស្សស្រីដែលមានការតាំងចិត្តខ្លាំងពេកអញ្ចឹងអីវាគួរឲ្យធុញឬអត់តាមការពិតនោះតួប្រុសរបស់យើងបានគិតអញ្ចឹងទេគេគ្រាន់តែចង់សរសើរប៉ុន្តែនោះហើយវាជាអ្វីដែលនាងខ្វល់ចិត្តមករហូតមិនមែននាងមិនដឹងខ្លួនទេថានាងជាមនុស្សចម្លែកព្រោះនោះឯងធ្វើឲ្យនាងមិនមានមិត្តភក្តិសម្បីតែម្នាក់មកដល់ឥឡូវនេះតាមការពិតនាងក៏ចង់កែប្រែបញ្ហានោះដូចគ្នាប៉ុន្តែអត់ដឹងសោះថាត្រូវចាប់ផ្ដើមពីចំណុចណាតួប្រុសបានលឺដូច្នោះគិតមួយសន្ទុះមុននឹងណែនាំនាងចាប់ផ្ដើមពីស្នាមញញឹមទៅការសន្ទនាដែររលឹបរលូនវាចាប់ផ្ដើមពីស្នាមញញឹមហ៊ីជីរ៉ូបានលឺដូច្នោះសាក់ធ្វើតាមប៉ុន្តែស្នាមញញឹមរបស់នាងគួរឲ្យខ្លាចខ្លាំងណាស់ពេលបានឃើញស្នាមញញឹមរបស់នាងធ្វើឲ្យតួប្រុសរបស់យើងនឹងបញ្ញាប់ហាមនាងកុំញញឹមអញ្ចឹងឲ្យអ្នកណាឃើញឯសោះហើយមើលទៅនាងដូចជាដឹងច្បាស់នៅក្នុងចិត្តតាមការពេទ្យនាងព្យាយាមញញឹមឡើងមួយឆ្នាំហើយប៉ុន្តែចង់បញ្ចប់ស្នាមញញឹមរបស់នាងដូចមិញហ្នឹងតែទោះបីជាយ៉ាងណានាងមិនដែលខ្វល់ទេនាងទម្លាប់ហើយមិនឃើញថាមានភាពចាំបាច់អីត្រូវញញឹមទេស្ថានភាពហ្នឹងវាស្ងាត់មួយសន្ទុះមុននឹងតួប្រុសបែកខ្នងដើរចេញទៅហ៊ីជីរ៉ូនឹងបានហៅតួប្រុសមើលទៅនាងដូចជាព្យាយាមប្រមូលផ្ដុំភាពក្លាហានដែលមានទាំងអស់ក្នុងការសុំលេខរបស់តួប្រុសនាងគិតថាបើជាតួប្រុសពេលខ្លះអាចនឹងក្លាយជាមិត្តដំបងរបស់នាងក៏ថាបានបើសិនគេមិនថាអីទេសូមមកធ្វើជាមិត្តនាងទៅគាត់ថានាងសូមធ្វើជាជំហានដំបងរបស់នាងទៅចោះតួប្រុសបានលឺដូច្នោះធ្វើឲ្យគេដល់ថ្នាក់ឈឺក្បាលគេសូមធ្វើជាមិត្តភក្តិមិនគួរធ្វើជាផ្លូវការដល់ថ្នាក់នឹងទេបានមួយសន្ទុះគេបានដើរទៅអង្អែលក្បាលរបស់ហ៊ីជីរ៉ូហើយនិយាយថាព្យាយាមបានល្អហើយពួកគេខ្លាំងណាស់ហ៊ីជីរ៉ូនឹងស្ងាត់មួយសន្ទុះមុននឹងដឹងខ្លួនបើកភ្នែកធំក៏វះដៃតួប្រុសចេញពីក្បាលប៉ុន្តែអត់ដឹងមិនទេបានជានាងនឹងមានអារម្មណ៍ថាល្អមើលទៅវាដូចជាមានតម្លៃខ្លាំងណាស់ដែលបានជួបជាមួយនឹងតួប្រុសអន្តិតអរតានឹងបានសរសើរទៀតថានឹងហើយល្អណាស់ដល់ស្នាមញញឹមអញ្ចឹងហើយនាងជាមនុស្សស្រីមួយប្រភេទដែលស្មោះត្រង់នឹងអារម្មណ៍របស់ខ្លួនឯងទោះបីជាហ៊ីជីរ៉ូនឹងស្ដាប់ហើយមិនសូវយល់ប៉ុន្តែបើវាជាពាក្យសម្ដីរបស់តួប្រុសនោះនាងនឹងព្យាយាមតាំងចិត្តស្ដាប់តែមិនមានលក្ខខណ្ឌអ្វីអំឡុងពេលដែលតួប្រុសនិងហ៊ីជីរ៉ូនិយាយគ្នាសន្ទនាទាំងអស់នោះរីយ៉ូនឹងបានមកលួចស្ដាប់ដែរហើយបានឮដែរទាំងពីរនាក់នឹងបាននិយាយគ្នាកាត់មកក្នុងបន្ទប់របស់តួប្រុសនៅសង្សោះគេបានទទួលសារពីហ៊ីជីរ៉ូហើយនាងនោះផ្ញើសារមកកាន់គេឡើងដូចជាសម្បត្តិរាជការអញ្ចឹងធ្វើឲ្យតួប្រុសនឹងអស់សំណើចខ្លាំងមែនទែនគេបានផ្ញើសារទៅប្រាប់នាងវិញថាមិនចាំបាច់ផ្លូវការដល់ថ្នាក់នឹងទេ
ទៅបានជាហ៊ីសេរ៉ូនឹងផ្ញើ sticker រូបឆ្មា sorry មកវិញតួប្រុសបានផ្ញើសារទៅវិញថាឆ្មាមួយក្បាលនេះមកដូចហ៊ីសេរ៉ូណាស់មើលទៅខាងហ៊ីសេរ៉ូនឹងដូចជាមានសេចក្តីសុខខ្លាំងណាស់ក្នុងការសរសេរសារសងមួយនឹងតួប្រុសហើយនាងក៏បានផ្ញើសារមកកាន់តួប្រុសសារនោះធ្វើឲ្យតួប្រុសនឹងមិននឹកស្មានសោះថាហ៊ីសេរ៉ូនឹងផ្ញើសារមកកាន់គេអញ្ចឹងនាងក៏បានសរសេរថាមៀវធ្វើឲ្យតួប្រុសនឹងកាន់តែអស់សំណើចមែនទែនព្រោះមនុស្សស្ងៀមស្ងាត់ដូចជានាងសរសេរអញ្ចឹងមកអីវាចម្លែកតួប្រុសនឹងសើចប្រកែកប្រកិនរឹងពោះតែម្នាក់ឯងបានមួយសន្ទុះគេគិតថាគេត្រូវតែបដិបរិយមែនទែនហើយដើម្បីឲ្យស័ក្តិសមនឹងវ័យសិស្សវិទ្យាល័យហើយបន្ទាប់នៅ locker របស់តួប្រុសគេទទួលបានសម្បត្តិមួយច្បាប់ដែលសៀតចូលមកក្នុងតួ locker របស់គេពេលបើកមើលធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះខាងក្នុងនោះវាគឺជាក្តារ 1000 យ៉េនដែលបត់ឡើងមកស្អាតនៅសល់តែក្បាលវាផ្ញើមកពី Hichiro ពេលចូលក្នុងថ្នាក់រៀនគេបានយករឿងនោះមកសួរ Hichiro ថាធ្វើអញ្ចឹងទៅអីតាមការពិត Hichiro នាងក៏តែចង់សងលុយឲ្យតួប្រុសចង់ធ្វើ style ថ្មីប្លែកពីអ្នកដទៃអញ្ចឹងណាទើបការប្រយុទ្ធមិញនាងសរសេរទៅក្នុង Google ពីរបៀបបត់លុយតួប្រុសរបស់យើងស្ទើរតែមិនចង់ជឿថា Hichiro នាងធ្វើអញ្ចឹងដែរបន្ទាប់មកអំឡុងពេលដែលតួប្រុសកំពុងតែឈរនិយាយជាមួយនឹងមហាមិត្ត Hichiro បានចូលមកហៅអូកាព្រោះតែគ្រូនឹងបានហៅប្រធានថ្នាក់និងប្រធានរងទៅជួបនៅទីចាត់ការហើយអំឡុងពេលដែល Hichiro និងអូកាដើរទៅរកគ្រូមានមនុស្សម្នាក់នឹងកំពុងតែចំណែនពួកគេទាំងពីរនាក់ហើយម្នាក់នោះគឺជារ៉េណានាងគិតគ្រប់ពេលវេលាតែម្ដងថាកន្លែងនោះវាគឺជាកន្លែងរបស់នាងមុននឹងចេញពីថ្នាក់រៀន Hichiro ជាមួយនឹងរ៉េណាបានមើលមុខគ្នាមួយផ្លែត Hichiro នឹងបានចាំពាក្យសម្ដីរបស់តួប្រុសដែលប្រាប់នាងកាលពីម្សិលមិញការសន្ទនាដែលល្អពួកយើងត្រូវតែចាប់ផ្ដើមពីស្នាមញញឹមហើយនៅឃើញដូច្នេះហើយនាងចាប់ផ្ដើមធ្វើតាមសម្ដីរបស់តួប្រុសដែលធ្លាប់ប្រាប់នេះហើយគឺជាស្នាមញញឹមរបស់នាងហើយស្នាមញញឹមអញ្ចឹងមិនមែនរាប់មេតទេគឺបង្កើតសត្រូវរ៉េណាខឹងខ្លាំងមែនទេញញឹមអញ្ចឹងបានន័យថាមិនចង់ចង្អកមែនហើយតួប្រុសនឹងក៏បានឃើញស្ថានភាពនោះផងដែរទើបជួយទៅដោះសារឲ្យនាងប៉ុន្តែរ៉េណានឹងមិនជឿទេតែមានមនុស្សឯណាញញឹមគួរឲ្យខ្លាចអញ្ចឹងទេវាប្រកាសជាការចំអកលលើយនាងមិនខានបន្ទាប់មកដល់ម៉ោងកីឡាអូកានឹងបោះបាល់បានតែ2 ម៉ែត្រតែប៉ុណ្ណោះតិចបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាលារៀនតែម្ដងតែតួប្រុសនឹងលើនោះទៀតមិនទាន់បានបោះផងបាល់នឹងរបូតចេញពីដៃបានព្រោះតែវាផ្លិតទៅសៃតួរាងកាយគឺជាសិស្សវិទ្យាល័យតែសមត្ថភាពរាងកាយរបស់គេនោះគឺជាបុរសអាយុ27ឆ្នាំហើយពេលខាងប្រុសគេបញ្ចេញសមត្ថភាពរួចហើយដល់ពេលមនុស្សស្រីម្ដងមានមនុស្សស្រីម្នាក់នាងខ្លាំងពូកែមែនតែននាងមានឈ្មោះថាហូណូកូហើយថែមជាប្រធានក្រុមបាល់ទះស្រីរបស់សាលារៀននេះទៀតផងហើយជាមិត្តសម្លាញ់របស់រ៉េណាកន្លងផុតបានមួយសន្ទុះ Hichiro បានដើរមករករ៉េណាព្រោះតែរ៉េណានាងមិនសូវពេញចិត្តតួស្រីទេទើបធ្វើខ្លួនមិនត្រូវប៉ុន្តែនៅចង់ភ្ជាប់ទំនាក់ទំនងជាមួយនាងដែរទើបដកដៃទៅចាប់ដៃ Hichiro តែ Hichiro នឹងមិនបានចង់ចាប់ដៃនាងទេគ្រាន់តែហុចនាឡិកាឲ្យប៉ុណ្ណោះឯងហើយប្រាប់ទៀតថាតិចទៀតដល់វេននាងរត់ហើយកំណត់ពេលឲ្យផងបន្ទាប់គឺជាការសាកល្បងសមត្ថភាពរត់ដែលមើលទៅតួប្រុសរបស់យើងរត់បានល្អខ្លាំងណាស់រឿងរត់អញ្ចឹងវាងាយពេកហើយសម្រាប់តួប្រុសតែព្រោះតែភ្លេចកម្ដៅធ្វើឲ្យរមួលក្រពើធ្វើឲ្យគេនឹងរមួលពី3ត្រឡប់តែម្ដងធ្វើឲ្យមិត្តដែលនៅក្នុងផ្នែកថែទាំបញ្ជូនតួប្រុសទៅផ្នែកព្យាបាលតួប្រុសនឹងពិតជាអាណិតខ្លួនឯងខ្លាំងណាស់មិនមែនអាណិតដោយសារតែរត់ដួលទេដែលអាណិតក៏ព្រោះតែខ្លួនគេនៅពេលនេះកំពុងតែត្រូវគេបីដូចជាព្រះនាងអញ្ចឹងអ្នកបីនឹងប្រាប់ថាមិនអីទេឯងមិនកើតអីទេចាំខ្ញុំបញ្ជូនឯងទៅដល់កន្លែងតួប្រុសខ្មាស់គេមែនទេស្ទើរតែមុជផែនដីរត់ទៅបាត់ហើយព្រោះផ្លូវរត់ទៅផ្នែកព្យាបាលនោះមិនមែនជិតទេឆ្ងាយខ្លាំងណាស់ហើយនេះរត់កដាលវាលទៀតសិស្សស្រីសិស្សប្រុសនៅក្នុងសាលារៀននេះឃើញទាំងអស់ធ្វើឲ្យទឹកភ្នែករបស់កូនប្រុសនឹងស្រក់ចុះមកជីវិតសិស្សវិទ្យាល័យរបស់ខ្ញុំលាយអស់ហើយគ្រប់គ្នាអស់សំណើចនឹងសកម្មភាពរបស់តួប្រុសណាស់លើកលែងតែ Hichiro នាងមិនបានអស់សំណើចនឹងតួប្រុសប្រមាណទេថ្ងៃបន្ទាប់ដោយឃើញថា Hichiro ដើរមកសាលារៀនតែម្នាក់ឯងទើបតួប្រុសនឹងដើរចូលទៅរាក់ទាក់និយាយទៅនិយាយមក Hichiro នឹងឆ្ងល់ហេតុអ្វីបានជារបួសរបស់តួប្រុសនឹងមិនបានមិនងាយជាអញ្ចឹងគ្រាន់តែដួលរត់របួសតែបន្តិចបន្តួចសោះហេតុអីបានទៅជឿខ្លួននៅថ្នាក់ហ្នឹងដូចជាលោកពូចិត្តនឹងអាយុ30អញ្ចឹងធ្វើឲ្យតួប្រុសនឹងឡើងស្លើឲ្យទីឈុតម្លេះហើយពួកគេនឹងដើរនិយាយគ្នារហូតចូលមកក្នុងសាលារៀនពេលនោះរ៉េណាបែរទៅឃើញល្មមហើយបានឃើញស្នាមញញឹមរបស់ Hichiro គិតថានាងញញឹមធម្មតាដូចអ្នកដទៃបានដែរតើហើយចោះស្នាមញញឹមមុននេះគឺជាអ្វីទៅមានតែមួយគត់ទេគឺញញឹមចំអកនាងដឹងខ្លួនម្ដងទៀត Hichiro មួយតួប្រុសដើរមកដល់ហើយ Hichiro ពេលបានឃើញរ៉េណានាងបានប្រមូលផ្ដុំភាពក្លាហានទាំងអស់ហើយញញឹមដាក់រ៉េណាពេលឃើញស្នាមញញឹមអញ្ចឹងធ្វើឲ្យនាងច្បាស់ដូចថ្ងៃតែម្ដងស្នាមញញឹមអញ្ចឹងគឺចង់ដណ្ដើមតំណែងហើយមនុស្ស
ដែលនាងស្រឡាញ់ឲ្យច្បាស់កលែតពេលដែលបានឃើញដូច្នោះរ៉េណាគិតថាអូនេះហើយគឺជាស្នាមញញឹមរបស់ស្រីហែកដែលធ្វើខ្លួនខ្ជិះខ្ជួតែមុខប្រុសដល់ពេលញ៉ាំបាយត្រីត្រង់ក្នុងខួរក្បាលរបស់រ៉េណាពោពេញទៅដោយស្នាមញញឹមរបស់ហ៊ីជីរ៉ូដែលញញឹមចំអកនាងពេលចេញពីរៀនរ៉េណានឹងបានមកហាត់បាល់ទះជាមួយនឹងហូណូកាតែមើលទៅហូណូកានៅពេលនេះនាងមានការទើបសុំខ្លួនត្រឡប់ទៅផ្ទះមុនសិនហើយបានពឹងពាក់ឲ្យរ៉េណាជួយបិទកន្លែងហាត់ប្រាណនេះផងពេលគ្រប់គ្នាទៅផ្ទះអស់ហើយនៅតែរ៉េណាតែម្នាក់ដែលហាត់បន្តនៅពេលនេះរ៉េណាត្អូញត្អែរចំពោះខ្លួនឯងមិនថាអ្នកណាគឺដើរទៅមុននាងអស់ហើយតែដែរតាមការពិតគឺជាគូប្រកួតប្រជែងបាល់ទះហើយជាគូប្រជែងបេះដូងទៀតតែពួកនាងបែរជាគិតថាខ្លួនឯងមិនមែនជាសត្រូវអំឡុងពេលដែររ៉េណាកំពុងតែយកកូនសោកន្លែងហាត់ប្រាណមកឲ្យលោកគ្រូវិញចៃដន្យអីនាងបានឃើញកតាបរបស់នរណាម្នាក់ដែលនាងនឹងប្រហែលនៅមុខបន្ទប់ទីចាត់ការពេលយកកូនសោមកខាងក្នុងនាងក៏បានជួបជាមួយនឹងហ៊ីជីរ៉ូនៅខាងក្នុងនាងមកពិភាក្សារឿងសិក្សាជាមួយនឹងលោកគ្រូពេលដើរចេញមកខាងក្រៅវិញនាងមានគំនិតស្មោកគ្រោកមិនបង្អង់យូរទេនាងបានទាញយកកតាបរបស់ហ៊ីជីរ៉ូមកហើយគិតនឹងយកវាទៅលាតទុកនៅកន្លែងណាមួយគិតនឹងបង្កើតភាពពិបាកចិត្តហើយនឹងបង្កបញ្ហាឲ្យប៉ុន្តែចង្រៃអើយពេលរត់មកដល់ខាងក្រោមបានជួបជាមួយនឹងតួប្រុសព្រោះតែគេនឹងត្រូវរៀនបន្ថែមដោយសារប្រឡងមិនជាប់ហើយពេលនេះកំពុងតែយកសោមកឲ្យគ្រូវិញដូចនាងអញ្ចឹងហើយមើលទៅរ៉េណានឹងដូចជារៀងភ័យមិនចង់និយាយជាមួយនឹងតួប្រុសហើយបាននិយាយថានាងមានកិច្ចការបន្ទាន់ហើយរត់ចុះពីកម្មសណ្ដាលទៅតែតួប្រុសនឹងបានសង្កេតឃើញអ្វីម្យ៉ាងដែលវាខុសប្លែកពីធម្មតាគេបាននិយាយភ្លាមថាហេតុអីបាននាងមានកតាពីរបើចាំមិនខុសនោះកតាមួយនោះវាដូចជាប្រហែលតើវាមិនមែនជាកតារបស់ហ៊ីជីរ៉ូទេមែនពេលនាងដឹងខ្លួនថាត្រូវតួប្រុសចាប់បាននាងមិនមានផ្លូវទៅទៀតទេទើបបានជាបញ្ញាប្រឌុតកិច្ចពីតួប្រុសបានចាប់នាងទាន់តែដោយការបញ្ញាបញ្ញាលទើបកើតឧបទ្ទវហេតុធ្វើឲ្យជើងរបស់នាងរអិលធ្លាក់ចុះពីលើកម្មចន្ទាលសំណាងល្អដែរតួប្រុសនៅកន្លែងនោះដែរទើបស្ទុះទៅចាប់ទាញនាងទុកធ្វើឲ្យទាំងពីរនាក់រមៀលធ្លាក់ចុះទៅខាងក្រោមជាមួយគ្នាស្របពេលនោះដែរហ៊ីជីរ៉ូបានចេញពីទីចាត់ការល្មមហើយបានលឺសំឡេងរងរាំងពេលដើរមើលបានជួបតួប្រុសជាមួយនឹងរ៉េណាកំពុងតែគេងស្លាប់នៅខាងក្រោមបន្ទាប់មកតួប្រុសបានដឹងខ្លួននៅបន្ទប់ព្យាបាលគ្រូប្រាប់ថាហ៊ីជីរ៉ូបានមកតាមពួកគ្រូឲ្យទៅជួយលើកទាំងពីរនាក់មកបន្ទប់ព្យាបាលក្រោយមកតួប្រុសនឹងបានឆ្ងល់ថាហេតុអីរ៉េណានាងធ្វើអញ្ចឹងរ៉េណាដឹងខ្លួនហើយភ្ញាក់ផ្អើលខ្លាំងណាស់ហេតុអីបានខ្លួនឯងមកគេងនៅទីនេះតួប្រុសបានសួរនាងត្រង់ហេតុអីបានជាលួចកតាបរបស់ហ៊ីជីរ៉ូពេលតួប្រុសសួរឲ្យដាក់សម្ពាធនឹងចឹងធ្វើឲ្យនាងរអាក់រអួលនិយាយអ្វីមិនចេញព្រោះដែរតួប្រុសគេជាមនុស្សធំទើបបានជាពាក្យសម្ដីដែលចេញពីមាត់របស់គេនឹងវាដូចជាមានទម្ងន់ហើយត្រង់ប៉ក់តែម្ដងចុងក្រោយរ៉េណានាងទ្រាំលេងបានហើយផ្ទុះកំហឹងចេញមកឲ្យព្រមនិយាយការពិតថានាងច្នៃទាំងពីរនាក់ណាទោះខំព្យាយាមប៉ុណ្ណាក៏មិនអាចប្រៀបធៀបនឹងសមត្ថភាពរបស់ហូណូកាបានឡើយសូម្បីតែការសិក្សាដែលនាងជឿជាក់ក៏មិនអាចយកឈ្នះហ៊ីជីរ៉ូបានពេលផ្ទុះកំហឹងនិយាយចេញមកអស់ធ្វើឲ្យនាងនឹងធូរទ្រូងណាស់តួប្រុសបាននឹងអែលក្បាលនាងហើយប្រាប់ថានាងប្រហែលជាព្យាយាមច្រើនណាស់ហើយខ្លួនរបស់នាងមានតម្លៃខ្លាំងណាស់កុំព្យាយាមធ្វើឲ្យខ្លួនឯងនឹងធ្លាក់តម្លៃដល់ថ្នាក់នឹងអីគ្រប់ការព្យាយាមវាតែងតែមានអត្ថន័យហើយនាងព្យាយាមធ្វើបានល្អណាស់ហើយគេសូមធានាថាអ្វីដែលនាងព្យាយាមមករហូតវាមិនអាសាបង់ទេបន្ទាប់មករ៉េណានឹងតិចចិត្តហើយទើបតួប្រុសនឹងបកស្រាយឲ្យនាងយល់បន្តិចថាហ៊ីជីរ៉ូតាមការពិតនោះមិនបានចំអកនាងទេគ្រាន់តែមុខរបស់នាងអញ្ចឹងពិតមែនមិនដឹងជានិយាយមិនធ្វើឲ្យនាងជឿទេបើនាងបានស្គាល់នាងនឹងដឹងខ្លួនឯងរ៉េណានឹងមិនសូវប្រកបចិត្តថាខ្លួនឯងអាចជឿបានក្នុងពេលដែលតួប្រុសដើរចេញពីសាលាបានជួបជាមួយនឹងហ៊ីជីរ៉ូដែលកំពុងតែស្កាក់រងចាំនៅមុខសាលានាងអត់យល់សោះហេតុអ្វីបានជារ៉េណាធ្វើអញ្ចឹងគាត់បានត្រឹមតែថារ៉េណានឹងព្យាយាមលួចកតាបរបស់នាងតួប្រុសជួយដោះស្រាយប្រាប់ថាមិនអញ្ចឹងទេធ្វើឲ្យហ៊ីជីរ៉ូនឹងធូរទ្រូងណាស់ព្រោះនាងមានអារម្មណ៍ថាមួយរយៈនេះនាងស្និទ្ធស្នាលជាមួយនឹងរ៉េណាច្រើនជាងមុនតួប្រុសបានលឺដូច្នោះចម្លែកចិត្តខ្លាំងណាស់នាងស្និទ្ធស្នាលមួយគេតាំងពីពេលណាគេនឹងបង្កប់បញ្ហាឲ្យខ្លួនឯងហើយនៅគិតអញ្ចឹងទៀតបើអញ្ចឹងបន្តទៅមុខទៀតនោះភាពមិនចុះសម្រុងនេះនៅតែបន្តទៅមុខទៀតទើបព្រមនិយាយការពិតជាមួយនឹងហ៊ីជីរ៉ូថាមិញនេះគេនិយាយកុហកតាមការពិតនោះរ៉េណាចង់លួចកតាបរបស់ហ៊ីជីរ៉ូពិតមែនដែលលួចក៏ចង់ឲ្យហ៊ីជីរ៉ូនឹងពិបាកហើយឲ្យនាងជួបបញ្ហាខ្លះព្រោះតែនេះជាណែនដែលហ៊ីជីរ៉ូនឹងបានទទួលមជុលខ្ទាស់ប្រាក់ហ៊ីជីរ៉ូប្រាប់បើចង់បានដល់ថ្នាក់នោះមិនប្រាប់នាងតាំងពីដំបូងនាងរីករាយនឹងផ្ដល់វាឲ្យព្រោះតែពួកយើងគឺជាមិត្តតើកាន់តែស្ដាប់ទូប្រុសនឹងកាន់តែមិនដឹងថាធ្វើមិនបន្តព្រោះហ៊ីជីរ៉ូនឹងស្មោះត្រង់មែនទែនទោះបីជាយ៉ាងណាហ៊ីជីរ៉ូនឹងចង់ខ្លាចជាមិត្តរបស់រ៉េណាពិតមែនហើយដឹងថាពេលនេះគួរធ្វើមិនទេនាងមានសំណួរមួយចង់សួរទូប្រុសប៉ុន្តែនាងអត់បានសួរអ្វីដែលនាងចង់សួរព្រោះនាងបានឃើញទូប្រុសនឹងអោបមួយរ៉េណាព្រោះនាងក្តៅប្រៀបដូចជាត្រូវភ្លើងឆេះរោលក្នុងទ្រូងអញ្ចឹងហើយមានអារម្មណ៍ខ្វល់ខ្វាយដោយនិយាយមិនត្រូវទើបចង់សួរថាអារម្មណ៍មួយនេះវាគឺជាអ្វីប៉ុន្តែចុងក្រោយនាងអត់បានសួរព្រោះនាងដឹងថារឿងដែលនាងមិនយល់នៅពេលនេះវាច្រើនណាស់នាងជាប្រភេទមនុស្សដែលដោះស្រាយបញ្ហាម្ដងមួយបើបញ្ហាទី1មិនអាចដោះស្រាយបានទេបញ្ហាផ្សេ
ផ្សេងនឹងសូមអត់ខ្វល់តួប្រុសសូមខ្លួនត្រឡប់ទៅផ្ទះសិនប៉ុន្តែ Hichiro នៅតែបញ្ជាក់ថានឹងរងចាំរេណានៅមុខសាលាហើយតួប្រុសក៏មិនបានទៅណាដែរទៅពួននៅក្នុងដប់ហើយពេលនោះរយោមកពីណាទេមកលួចមើលគេដែររងចាំបានមួយសន្ទុះរេណាចេញមកពិតមែនហើយនាងក៏បានជួបជាមួយនឹង Hichiro ដែលកំពុងតែស្កាត់រងចាំនៅមុខសាលាមកដល់ភ្លាមនាងមិនមកអង្គយូរទេសួរត្រង់តែម្ដងថាចង់បានបញ្ជូលខ្ទាស់ប្រាក់ដល់ថានឹងផងអីបើចង់បាននាងនឹងផ្ដល់ឲ្យនៅទីនេះតែម្ដងវាជាសំណួរដែលត្រង់តែម្ដងធ្វើឲ្យតួប្រុសជាមួយនឹងរីយ៉ូនឹងស្ទើរតែទទួលយកមិនបានហើយនិយាយទៀតថាលួចកាតាបរបស់នាងមែនអត់ហើយដើម្បីធ្វើអញ្ចឹងតាមការពិតនោះស្អប់នាងមែនអត់តួប្រុសមួយរីយ៉ូនឹងគិតថាអើយសំណួរនេះរអាក់រអួលខ្លាំងណាស់ពិបាកនឹងនិយាយពិបាកនឹងឆ្លើយមនុស្សអីសួរត្រង់ឯកត្រង់យ៉ាងនេះរេណាទ្រាំលេងបានហើយទៅបកទៅវិញថាព្រោះតែ Hichiro ធ្វើឲ្យនាងស្អប់ហេតុអីជួបមុខគ្នាតែងញញឹមចំអកអញ្ចឹង Hichiro បានលឺឆ្ងល់ខ្លាំងណាស់នាងមិនដែលចំអកទេអត់យល់សោះថាចំអកនាងតាំងពេលណារេណាប្រាប់បានអញ្ចឹងញញឹមឲ្យមើលបន្តិចមក Hichiro បានលឺដូច្នោះនៅឆ្ងល់តិចដែរថាឲ្យញញឹមទៅអីតែបើសុំហើយចាំនាងញញឹមឲ្យមើលហើយស្នាមញញឹមរបស់នាងនោះគួរឲ្យខ្លាចខ្លាំងមែនទែនធ្វើឲ្យរេណាលង្គាំងតែម្ដងដើម្បីឲ្យប្រកាសចិត្តរេណាសុំឲ្យញញឹមម្ដងទៀតឲ្យស្នាមញញឹមរបស់នាងគឺដដែលនឹងឯងធ្វើឲ្យរេណានោះសម្លុតដាក់ថាមនុស្សធម្មតាឯណាញញឹមអញ្ចឹងបើបង្ហាញទឹកមុខអញ្ចឹងដាក់អ្នកផ្សេងគេស្អប់គ្រប់គ្នានឹងឯង Hichiro ប្រាប់ដែរញញឹមអញ្ចឹងគ្រាន់តែចង់ធ្វើជាមិត្តជាមួយរេណាអន្តើបានលឺដូច្នោះធ្វើឲ្យរេណាគាំងព្រោះនាងយកច្រឡំមករហូតរេណាបានសុំទោសដែលធ្វើរឿងមិនល្អបន្ទាប់ពីនេះពួកយើងមកធ្វើជាមិត្តភក្តិដ៏ល្អទៅបានលឺដូច្នោះធ្វើឲ្យ Hichiro ឈប់ញញឹមមិនបាននៅទីបំផុតនាងមានមិត្តភក្តិនឹងគេហើយធ្វើឲ្យរេណាភ្ញាក់ផ្អើលខ្លាំងមែនទែនពេលដែលបានឃើញស្នាមញញឹមដ៏ផ្អែមល្ហែមរបស់ Hichiroនៅថ្ងៃបន្ទាប់រេណានឹងបាននាំហូណូកាទៅញ៉ាំបាយថ្ងៃត្រង់នៅកន្លែងថ្មីនាងបានរើនឹងទៅញ៉ាំតុជាមួយនឹង Hichiro នឹងចម្លែកចិត្តខ្លាំងណាស់តែនាងត្រេកអរពិតមែនហើយមើលមុខត្រេកអរគេចោះយប់ឡើងនៅផ្ទះរបស់ Hichiro នាងកំពុងតែសើចរោគអត្តន័យអ្វីម្យ៉ាងនាងបានសើចពាក្យថាអារម្មណ៍ដែលវារំខានបេះដូងហើយ Google ក៏បានប្រាប់ថានោះគឺជាស្នេហាបានឃើញដូច្នោះ Hichiro នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះមិនជឿថាមនុស្សដូចជានាងចេះមានស្នេហាដែរប៉ុន្តែវាត្រូវនឹងអារម្មណ៍ដែលនាងកំពុងតែមាននៅពេលនេះនៅពេលនោះដែលនាងបានឃើញតួប្រុសរបស់យើងនឹងអោបគ្នាមួយរេណាវាមានអារម្មណ៍មួយដែលរំខានបេះដូងនាងពិតមែនព្រឹកថ្ងៃថ្មីនៅផ្ទះរបស់តួប្រុសអូកាបានខលមករកគេតាំងពីព្រលឹមតែម្ដងហើយសឺប្រៃតួប្រុសពេលនេះមិននៅមុខបន្ទប់របស់តួប្រុសហើយនៅមុខបន្ទប់ពិតមែនអត់បានមកម្នាក់ឯងទេនាំអូនយ៉ាមកដែរធ្វើឲ្យតួប្រុសនឹងបញ្ញារៀបចំរបស់របរសម្រាប់នៅក្នុងបន្ទប់ព្រោះតែនៅក្នុងបន្ទប់នឹងមានសតែកំប៉ុងប៊ីយ៉ាបានរៀបចំប្រមូលសម្រាប់អស់ហើយទើបអនុញ្ញាតឲ្យទាំងពីរនាក់ចូលមកក្នុងបន្ទប់បានអំឡុងពេលដែលតួប្រុសនឹងទៅយកទឹកតែគេព្យាយាមចេញទៅយកម្នាក់ឯងប៉ុន្តែអូនយ៉ានឹងចង់ជួយតួប្រុសនឹងព្យាយាមរាំងព្រោះតែនៅក្នុងទូទឹកកកនឹងសុទ្ធតែប៊ីយ៉ាពេលចូលមកក្នុងបន្ទប់របស់តួប្រុសទាំងពីរនាក់នឹងរពឹសខ្លាំងណាស់រើពេលពេញបន្ទប់តែម្ដងរហូតបានទៅជួបជាមួយនឹងឌីមួយទាំងពីរនាក់អត់ដឹងទេថាវាគឺជាអ្វីតួប្រុសបកស្រាយប្រាប់ថាវាគឺជារីបទចម្រៀងនឹងហើយពួកអញអត់ស្គាល់ទេបានលើដូច្នោះទាំងពីរនាក់ឆ្ងល់នេះសម័យអីហើយនៅមានអ្នកស្ដាប់បទចម្រៀងពីឌីទៀតអូកាធ្លាប់បានលើតែឪពុកនឹងនិយាយស្ដាប់ទេឥឡូវបានមកឃើញផ្ទាល់ភ្នែកហើយដែលអូកាមកថ្ងៃនេះគឺចង់បង្រៀនតួប្រុសជាមួយនឹងអូណូយ៉ាព្រោះតែលទ្ធផលរៀនរបស់អ្នកទាំងពីរនាក់នឹងមិនល្អទេពេលរៀនបានមួយសន្ទុះទាំងពីរនាក់នឹងសុំពេលសម្រាកតួប្រុសរបស់យើងមកទៅដូចជាដល់ដែនកំណត់ហើយអំឡុងពេលដែលតួប្រុសនឹងទៅលូដាក់អូកាពាក្យពន់នឹងការបង្រៀននៅពេលនោះដែរអូណូយ៉ានឹងបានទៅយកបទទិនរបស់តួប្រុសនឹងមកអានមើលលេងនាងបានមើលទៅខែមុនហើយបានឃើញថាមានសរសេរនៅលើនោះថាសម្ភារការងារលើកចុងក្រោយហើយនឹងមួយទៀតដែលសរសេរថាដាក់ពាក្យចូលធ្វើការកន្លងផុតទៅបានមួយសន្ទុះអូកាទៅនឹកឃើញថាគេត្រូវធ្វើការផាថាមធ្វើឲ្យតួប្រុសនៅរៀនជាមួយនឹងអូនយ៉ាតែពីរនាក់ពេលរៀនទៅរៀនមកអូនយ៉ាក៏បាននិយាយអ្វីម្យ៉ាងហើយនាងសួរពាក្យព័ន្ធនឹងរឿងប្រទេសដែលនាងបានឃើញមុននេះធ្វើឲ្យតួប្រុសនៅបញ្ញាប់រកលែប្រាប់ថាវាគឺជាការសម្ភារដាក់ពាក្យធ្វើការផាថាមធម្មតាអន្តើតែមើលទៅអូនយ៉ានឹងអត់សូវជឿទេយ៉ាងទៀតនឹងប្រាប់ទៀតថានាងដូចជាធ្លាប់ឃើញតួប្រុសពីមុនមកដូចជាធ្លាប់ឃើញគេធ្វើការនៅម៉ានតែហេតុអីពេលនោះមើលទៅដូចជាអាយុច្រើនជាងនេះដោយប្រយោគនោះដែរធ្វើឲ្យតួប្រុសរបស់យើងស្ងាត់និយាយអីមិនចាញ់មិនដឹងថាគួរឆ្លើយទៅវិញយ៉ាងម៉េចទេពេលបានឃើញទឹកមុខរបស់តួប្រុសភ័យអញ្ចឹងធ្វើឲ្យអូនយ៉ានឹងកាន់តែពេញចិត្តនាងបានដោះវ៉ែនតាព្រមទាំងស្រែកសក់ឲ្យសួរថាចាំនាងបានឬអត់តួប្រុសនៅតែចាំមិនបានទៀតថានាងគឺជាអ្នកណាគេបានលើដូច្នោះអូនយ៉ានឹងហាក់ដូច
ច្អន់ចិត្តនាងបានបកស្រាយប្រាប់ថានាងធ្លាប់ជួបតួប្រុសកាលពីមុនជាច្រើនដងហើយមិនដែលនឹកស្មានពីមុនមកសោះថាបានរៀនថ្នាក់ជាមួយគ្នាវាដូចជាព្រហ្មលិខិតអញ្ចឹងព្រោះចាប់តាំងពីនាងបានជួបតួប្រុសកាលនោះធ្វើឲ្យនាងលងស្រឡាញ់តួប្រុសតាំងពីលើកដំបូងដែលបានជួបគ្នាដំបូងនាងគិតថានឹងកាត់ចិត្តហើយប៉ុន្តែដល់ពេលបានមកជួបគ្នានៅក្នុងសាលារៀននេះម្ដងទៀតទើបសម្រេចចិត្តថាត្រូវតែស្វែងយល់ពីតួប្រុសឲ្យទាល់តែបានកញ្ញាអូនយ៉ានឹងកំពុងតែវាយលោកតួប្រុសហើយតួប្រុសនឹងគិតថាមិនអាចបណ្ដោយឲ្យអង្គខ្លាយទៅជាបាយបានទេព្រោះតាមការពិតគេមានមនុស្សដែលគេស្រឡាញ់ហើយទោះបីជាគេមិនបាននិយាយប៉ុន្តែម្នាក់នោះគឺជាហ៊ីស៊ីរ៉ូបានមួយសន្ទុះរាយ៉ូនឹងក៏បានបើកទ្វារចូលមកឡើងខ្លាំងតែម្ដងដូចគេនឹងបានលួចស្ដាប់ទាំងពីរនាក់និយាយគ្នាហើយតាមការពិតគឺអញ្ចឹងមែនព្រោះទូរស័ព្ទរបស់តួប្រុសនោះត្រូវបានគេលួចបង្កប់កម្មវិធីលួចស្ដាប់ព្រោះខ្លាចមានរឿងអាសន្នកើតឡើងគេនឹងអាចមកជួយបានទាន់រាយ៉ូនឹងបានដើរទៅចាប់ក្បាលរបស់អូនយ៉ាហើយប្រាប់ថាមកធ្វើរឿងអញ្ចឹងជាមួយនឹងអ្នកសាឡបងខួរក្បាលកំពុងតែគិតអ្វីហើយបានដឹងថាអូនយ៉ាគឺជាបុគ្គលិកដែលបន្លំខ្លួនមកចាំជួយអ្នកសាឡបងដែរហើយកញ្ញាអូនយ៉ាគឺជាសិស្សប្អូនរបស់រាយ៉ូទៀតផងរាយ៉ូនឹងគឺជារៀមច្បងនៅក្នុងក្រុមហ៊ុន Reliance របស់អូនយ៉ាធ្វើឲ្យបានដឹងថាកន្លងមកនាងត្រឹមតែសម្ដែងបន្លប់តួប្រុសតែប៉ុណ្ណោះឯងដើម្បីបន្លំខ្លួនមកចិត្តតួប្រុសឲ្យបានដឹងថាចរិតរបស់តួប្រុសយ៉ាងម៉េចរហូតមកដល់ការសាឡបងចុងក្រោយដែលមិនឲ្យដៃតួប្រុសដើម្បីចង់ដឹងថាតួប្រុសនឹងហ៊ានធ្វើអីសើវិទ្យាល័យឬអត់ហើយលទ្ធផលនោះល្អលើសពីការស្មានព្រោះតួប្រុសបានធ្វើអ្វីហើយនិយាយបានថាជាអ្នកសាឡបងដែលមានគុណភាពណាស់សាច់រឿងបានកាត់ទៅមួយខែមុនរាយ៉ូបានទទួលបញ្ជាពីថ្នាក់លើឲ្យមកត្រួតពិនិត្យមើលតួប្រុសដែលនៅពេលនោះដែរតួប្រុសនឹងកំពុងតែអត់ការងារធ្វើដោយធ្វើការផាតថែមរាយ៉ូបានចូលទៅពិនិត្យមើលកັບកិរិយាទង្វើរបស់តួប្រុសពីការវាយតម្លៃសង្កេតឃើញថាតួប្រុសជាមនុស្សដែលនិយាយក្បោះក្បាយហើយព្យាយាមជាមិត្តជាមួយនឹងមនុស្សដែលមិនធ្លាប់ស្គាល់រាយ៉ូធ្វើដូចជាភ្លេចកាបូបលុយរួចហើយបានដើរចេញពីម៉ាតនោះមកបានមួយសបកតួប្រុសនឹងបញ្ញាប់រត់តាមមកយកកាបូបលុយមកឲ្យតាមការពិតនោះរាយ៉ូនឹងមិនបានសាឡបងការស្មោះស្ម័គ្ររបស់តួប្រុសទេគេចង់សាឡបងពីជុំវិញខ្លួនរបស់តួប្រុសទៀងដែលមុននេះគេព្យាយាមលាក់ឡើងចិត្តហើយប៉ុន្តែតួប្រុសនៅដឹងខ្លួនហើយសង្កេតឃើញទើបគិតថាហេតុអ្វីមនុស្សអញ្ចឹងអត់ការងារធ្វើត្រូវធ្វើការផាតថែមដែលមិនជាក់លាក់អញ្ចឹងក្រោយមកកន្លងផុតទៅប្រហែលថ្ងៃរាយ៉ូនឹងបានមកស្ការរងចាំតួប្រុសក្រោយពីចេញពីផាទីជាមួយនឹងពួកម៉ាហើយបានរើសយកតួប្រុសជាអ្នកសាឡបងនៅក្នុងគម្រោងរីឡៃដើម្បីចង់ផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់នេះឲ្យល្អជាងមុនកាត់មកបច្ចុប្បន្នវិញនៅតុញ៉ាំបាយរាយ៉ូនឹងពេញចិត្តនឹងលទ្ធផលខ្លាំងណាស់ព្រោះការរីឡៃម្ដងនេះរបស់តួប្រុសវាបានផ្លាស់ប្ដូរអ្វីៗទៅផ្លូវដែលល្អធ្វើឲ្យមនុស្សដែលមិនហ៊ាននិយាយរឿងក្នុងចិត្តព្រមនិយាយចេញមកធ្វើឲ្យមនុស្សដែលមិនមានមិត្តឥឡូវនេះមានមិត្តហើយគេចង់ដឹងថាសេចក្តីសង្ខេបចុងក្រោយការរីឡៃរបស់តួប្រុសនឹងធ្វើឲ្យអ្វីៗផ្លាស់ប្ដូរច្រើនជាងនេះហើយបន្ទាប់ពេលចេញពីរៀនតួប្រុសនឹងគឺមករកគ្រូទៀតហើយព្រោះតែបន្ទុករបស់គេនឹងគឺអន់ខ្លាំងមែនទែនតែព្រោះតែគ្រូនឹងបានឃើញការព្យាយាមរបស់តួប្រុសទោះបីជាប្រឡងមិនជាប់ប្រឡងធ្លាក់រាល់ដងក៏មិនមានអ្វីព្រួយបារម្ភទេព្រោះគេជាមនុស្សដែលស្មោះត្រង់ព្យាយាមមករហូតតួប្រុសពេលដែលបានទទួលការសរសើរពីគ្រូអញ្ចឹងធ្វើឲ្យគេនឹងស្គាំងស្លើតែម្ដងព្រោះកាលពីមុនដែលគេធ្វើការនៅក្នុង office មានតែអ្នកជេរហើយអ្នកនិយាយដើមស្ទើរតែមិនមានអ្នកណាផ្ដល់កម្លាំងចិត្តគេសោះរសជាតិជាមនុស្សធំវ័យធ្វើការវាពិតជាល្វីងជូរចត់ណាស់ពេលកំពុងតែទៅផ្ទះបានជួបជាមួយនឹងហ៊ីស៊ីរ៉ូដែលកំពុងតែទៅផ្ទះល្មមទើបបបួលនាងដើរទៅស្ថានីយ៍រថភ្លើងជាមួយគ្នាដំបូងនាងអត់យល់ទេថាដើរមួយគ្នាដើម្បីអ្វីតួប្រុសពេលបានឃើញនាងស្ងាត់ទៅប្រាប់ថាមកអីទេដើររៀងៗខ្លួនទៅមិនបាច់ដើរទៅជាមួយគ្នាក៏បានប៉ុន្តែនាងបែរជាស្រែកដល់វិញថារីករាយខ្លាំងណាស់តើពួកយើងដើរទៅផ្ទះជុំគ្នាកាត់មកខាងហូនូកានាងផ្លេចរបស់នៅសាលារៀនទៅត្រឡប់មកយកវិញតែនាងបែរជាបានដើរមកលឺសំឡេងរបស់សិស្សប្អូនកំពុងតែខ្សឹបខ្សៀវនិយាយដើមនាងនឹងពាក់ព័ន្ធនឹងសមត្ថភាពរបស់នាងដែលវាលើសលប់ខ្លាំងណាស់ពេកមិនថានាងខំព្យាយាមហាត់កីឡាខ្លាំងប៉ុណ្ណាក៏មិនអាចប្រៀបធៀបនឹងហូនូកាបាននៅពេលនោះដែរចៃដន្យនាងបានលឺសំឡេងរបស់នរណាម្នាក់ដើរឡើងមកទៅបញ្ញាប់ទៅពួនហើយអ្នកដែលដើរមកនោះគឺជារ៉េណាធ្វើឲ្យរ៉េណានឹងបានលឺអ្វីដែលសិស្សប្អូននឹងកំពុងតែនិយាយដើមហូនូកាទើបបានជាបើកទ្វារចូលទៅស្ដីឲ្យចំតែម្ដងនាងបាននិយាយដោយភាពធ្ងន់ធ្ងរធ្វើឲ្យសិស្សប្អូននឹងខ្លាចតែម្ដងហូនូកាដែលនៅខាងក្រៅនឹងមានអារម្មណ៍ថាស្អប់ខ្លួនឯងដែលធ្វើឲ្យគ្រប់គ្នាត្រូវឆ្លោះគ្នាទាំងដែលតាមការពិតនោះចង់លេងកីឡាជាមួយនឹងពួកគេដោយសប្បាយរីករាយតែដល់មានការប្រកួតអ្នកលេងពិតប្រាកដនិងអ្នកលេងបម្រុងទើបធ្វើឲ្យកីឡាលេងសប្បាយតទៅទៀតឡើយ
នៅថ្ងៃបន្ទាប់នៅកន្លែងហាត់កីឡារ៉េណាជួបឧបទ្ទវហេតុទើបនាងទៅគេងព្យាបាលគ្រូពេទ្យប្រាប់ថាជើងរបស់នាងមានរបួសវាត្រូវចំណាយពេលប្រហែល2សប្តាហ៍ទៅ3សប្តាហ៍បើសិនដូច្នោះមិនទាន់ពេលប្រកួតទេតើវាអត់មានវិធីអីផ្សេងទេគ្រូផ្នែកព្យាបាលគវីក្បាលជាសញ្ញាប្រាប់ថាកុំមកស្រែកព្រោះអ្នកដែលខូចចិត្តបំផុតនៅពេលនេះគឺជាកូនសិស្សរបស់នាងហូនកាដែលរត់តាមមិត្តសម្លាញ់មកធ្វើឲ្យនាងនឹងខូចចិត្តដែរទាំងដែលខ្លួនដឹងថាមិត្តសម្លាញ់ព្យាយាមមករហូតតែគ្រូចេញពីបន្ទប់អស់ហើយហូនកាព្យាយាមចូលទៅលួងលោមចិត្តមិត្តប៉ុន្តែកាន់តែនិយាយរ៉េណាកាន់តែឈឺពាក្យថាស៊ូឆាប់ជាណាកាន់តែស្ដាប់វាកាន់តែឈឺចាប់កាន់តែបានលឺកាន់តែធ្វើឲ្យយើងមួម៉ៅនាងទ្រាំលេងបានហើយទៅទូកំហឹងតាមការពិតនោះកូនចិត្តរបស់នាងក៏មានកំណត់ដូចនឹងសិស្សប្អូនអញ្ចឹងអ្នកដែលមានទេពកោសល្យតាំងពីក្មេងដូចជានាងគ្មានផ្លូវមកយកអារម្មណ៍មនុស្សដូចជានាងទេទោះបីជាខំព្យាយាមប៉ុណ្ណាមនុស្សបំរុងនៅតែបំរុងមិនបានពិតប្រាកដដូចជាហូនកាទេខ្វះនាងតែម្នាក់មិនបានប៉ះទង្គិចដល់ធីមអីឡើយមិនថាមានឬមិនមានក្នុងធីមវាមិនបានប៉ះពាល់ខ្លាំងណាស់អីទេមិនដូចហូនកាធីមមិនអាចខ្វះគេបានពេលបានលឺដូច្នោះហូនកាខូចចិត្តខ្លាំងណាស់ប្រញាប់រត់ចេញពីបន្ទប់ព្យាបាលធ្វើឲ្យនៅថ្ងៃបន្ទាប់ហ៊ីស៊ីរ៉ូជាមួយនឹងហូនកាបានមកញ៉ាំបាយជាមួយគ្នាហូនកាផ្ដល់ហេតុផលថារ៉េណានឹងមានធរៈតែមិនអាចមកញ៉ាំបាយជុំពួកនាងបានហ៊ីស៊ីរ៉ូដឹងដែរថាវាមានអ្វីម្យ៉ាងខុសប្លែកពីធម្មតាពេលចេញពីរៀនរ៉េណាចង់ដើរចេញពីថ្នាក់រៀនក្រោយគេដើម្បីមិនឲ្យគ្រប់គ្នាឃើញថានាងមានរបួសជើងប៉ុន្តែអូកានឹងបានរៀនបន្ថែមនៅក្នុងថ្នាក់ទើបយកឱកាសនោះសុំដើរត្រឡប់ទៅផ្ទះវិញជាមួយរ៉េណាតែរ៉េណាអារម្មណ៍មិនល្អសោះដោយសារតែឈឺជើងធ្វើឲ្យនាងនឹងដួលរ៉េណាបានបញ្ចេញកំហឹងដាក់អូកាថាឲ្យគេត្រឡប់ទៅផ្ទះមុនទៅនាងនឹងដើរទៅផ្ទះវិញតែម្នាក់ឯងអូកាមិនសុខចិត្តព្រោះគេមិនអាចបណ្ដោយឲ្យមនុស្សស្រីដែលឈឺជើងដើរត្រឡប់ទៅផ្ទះវិញតែម្នាក់ឯងបានទេព្រោះឯគេនឹងបានដើរគ្រានាងចុះទៅលើកម្មចន្ទើនៅថ្ងៃចុងសប្តាហ៍នៅបន្ទប់របស់តួប្រុសនៅពេលនោះមានសារផ្ញើមកកាន់តួប្រុសឡើងញាប់តែម្ដងវាជាសាររបស់ហ៊ីស៊ីរ៉ូដែលប្រាប់ថាបើកទ្វារឲ្យផងពេលនេះនាងនៅមកបន្ទប់គេហើយនៅផ្ញើ sticker ឡើងញាប់ដូចម៉ាស៊ីនដេរទៀតផងដូចឯងណាផ្ញើមកដាស់អញ្ចឹងធ្វើឲ្យតួប្រុសនឹងបញ្ញាប់បញ្ញាល់ទៅបើកទ្វារឲ្យនាងពេលបើកទ្វារចេញទៅមើលបានឃើញថាហ៊ីស៊ីរ៉ូនៅមុខបន្ទប់របស់គេពិតមែននាងមកនេះគឺចង់មកសុំការណែនាំពីតួប្រុសក៏សួរថាហើយអញ្ចឹងមិនខលមកហ៊ីស៊ីរ៉ូទៅនឹកឃើញថាពិតមែនតើហើយមិនបានមិនខលមកផ្លេចឲ្យឈឹងតែធ្វើអញ្ចឹងបានតែមកហើយកុំឲ្យខាត់ជើងអីតួប្រុសនោះបានបួលនាងចូលទៅក្នុងបន្ទប់ហ៊ីស៊ីរ៉ូមើលទៅដូចជាមនុស្សធំណាស់ព្រោះនាងចូលមកក្នុងបន្ទប់របស់គេហើយមិនរស់រើអ្វីដូចពួកអូនយ៉ាទេមិនតាន់បាននិយាយគ្នាផងមានសារផ្ញើមកអន្តរិយោនឹងឯងផ្ញើមកគេប្រាប់ថានិយាយអីក៏បានប៉ុន្តែកុំធ្វើអ្វីដែលវាមិនល្អភ្នែកអីព្រោះពួកគេទាំងពីរនាក់កំពុងតែលួចស្ដាប់ដែលហ៊ីស៊ីរ៉ូមកវិភាសាតួប្រុសគឺរឿងមិត្តភក្តិរបស់នាងនឹងឯងមើលទៅរ៉េណានិងហូនកាពេលនេះទាំងពីរនាក់ឆ្លោះគ្នានាងមិនចូលចិត្តដែលទាំងពីរនាក់ឆ្លោះគ្នាទេពេលបានលឺដូច្នោះធ្វើឲ្យតួប្រុសចម្លែកចិត្តណាស់កាលពីមុនហ៊ីស៊ីរ៉ូជាមនុស្សមួយប្រភេទដែលឆ្ងល់អ្វីនឹងសួរភ្លាមសួរចំបាញ់សំណួរប៉កតែម្ដងប៉ុន្តែពេលនេះបែរជាដឹងពីស្ថានភាពដែរនាងចាប់ផ្ដើមខែពីមនុស្សជុំវិញខ្លួនហើយហ៊ីស៊ីរ៉ូក៏បាននិយាយរឿងកាលពីអានោះឲ្យស្ដាប់ពេលនោះមិននៅក្នុងថ្នាក់រៀនឆ្លោះគ្នានាងបានចូលទៅហាមទីបញ្ចប់វាគឺជាខ្លួននាងដែលត្រូវគេរៀបរៀងឲ្យចេញមកហើយម្នាក់ដែលឆ្លោះគ្នានោះក៏បានចេញពីសាលារៀនទោះប្រុសបានលើដូច្នោះធ្វើឲ្យគេនឹកឃើញខ្លួនឯងកាលពីមុនពេលនោះនៅកន្លែងការងារគេមានរៀមច្បងជាមនុស្សស្រីហើយនាងតែងតែរងការធ្វើបាបពីបុគ្គលិកផ្សេងនិយាយទៅត្រូវគេធ្វើបាបជាប្រចាំទោះប្រុសត្រឹមលេងបានទើបទៅស្ដីឲ្យបុគ្គលិកម្នាក់នោះប៉ុន្តែទង្វើរបស់គេនោះកាន់តែធ្វើឲ្យរៀមច្បងពិបាកលើដើមព្រោះពេលខ្លះភាពស្ងៀមស្ងាត់របស់យើងវាអាចជួយរក្សាស្ថានភាពការងារផងដែររៀមច្បងបានប្រាប់តួប្រុសថាមិនអីទេពេលតួប្រុសមានកំណត់ចាស់ទុំជាងនេះនឹងយកខ្លួនឯងរឿងអញ្ចឹងអ្នកនៅក្នុងវ័យសិក្សាអត់យល់ទេបែរចំណែក admin មិនយល់ព្រោះ admin នៅវ័យធ្វើការហើយពេលដែលយើងធ្វើការអញ្ចឹងនៅក្នុងក្រុមហ៊ុនធំវាតែងតែមានប៉ាមានពួកហើយយើងធ្វើការតែម្នាក់ឯងមិនចុះនឹងគេវាពិបាកនឹងរស់នៅណាស់ពេលខ្លះក៏ត្រូវធ្វើខ្លួនមិនដឹងមិនលឺទោះបីជាដឹងគ្រប់យ៉ាងក៏ដោយដែលតួប្រុសធ្លាប់បាននិយាយអញ្ចឹងថារសជាតិនៅវ័យធ្វើការវាល្វីងជូរចត់ខ្លាំងណាស់ព្រោះចុះបញ្ចប់រៀមច្បងរបស់តួប្រុសមិនសូវល្អប្រហែលទេព្រោះរៀមច្បងនោះបានបញ្ចប់ជីវិតនៅក្នុងបន្ទប់ធ្វើការហើយទុកសម្បត្តិមួយច្បាប់ឲ្យតួប្រុសផងដែរពេលគិតដល់រឿងនៅថ្ងៃនោះធ្វើឲ្យតួប្រុសស្ទើរតែបាត់បង់ស្មារតីរូបភាពរបស់រៀមច្បងដែលព្យួរកនោះវានៅដកជាប់នឹងភ្នែកអ៊ីស៊ីរ៉ូឃើញថាការរ៉ារបស់តួប្រុសមិនសូវស្រួលទៅចូលសួរហើយពេលនេះតួប្រុសលែងមានស្មារតីហើយគេបានចាប់ហ៊ីស៊ីរ៉ូអោបហើយយំគិតតែពីនិយាយពាក្យថាសុំទោសហ៊ីស៊ីរ៉ូអត់យល់ថាតួប្រុសនឹងកើតស្អីចេះតែយំហើយសុំទោសសាំដែលអញ្ចឹងតួប្រុសបាននិយាយថាបើសិនជាថ្ងៃនោះគេមិនធ្វើរឿងដែលមិនគួរសមនោះមកនេះរៀមច្បងនឹងនៅមានជីវិតដល់ពេលដឹងខ្លួនថាខ្លួនឯងនឹងអោបហ៊ីស៊ីរ៉ូទៅបញ្ញាប់ដកថយហើយសុំទោសនាងកុំ
ប្តឹងប៉ូលីសមកចាប់គេអីស៊ីរ៉ូនឹងមិនប្តឹងទេព្រោះគេមិនបានធ្វើអីក៏ណាគ្រាន់តែអោបតើនាងបានញញឹមដាក់តួប្រុសឲ្យប្រាប់ថារ៉ូក៏មានចំណុចដែលទន់ខ្សោយដែរតើស្មានថាជាមនុស្សដែលរឹងមាំមិនមានចំណុចខ្សោយតួប្រុសបានសួរដល់រឿងមិត្តភក្តិនាងថាបន្ទាប់ពីនេះនឹងធ្វើយ៉ាងម៉េចស៊ីរ៉ូក៏អត់ដឹងដូចគ្នាតែអ្វីដែលនាងដឹងច្បាស់គឺនាងអត់ចូលចិត្តស្ថានភាពនៅពេលនេះទេមិនថាមានរឿងអ្វីកើតឡើងនាងនឹងរកដំណោះស្រាយតទៅបានទាំងរឿងមិត្តរបស់នាងហើយរឿងដែលធ្វើឲ្យតួប្រុសនោះបាត់បង់ស្មារតីដែរនាងបានហុចដៃទៅឲ្យតួប្រុសជាសញ្ញាមួយដែលប្រាប់ថាតើពួកយើងមករួមដៃគ្នាពេលតួប្រុសយកដៃទៅប៉ះដៃនាងក៏បានស្រែកឡើងថា Fire on ជាអ្វីដែលតួប្រុសនោះមិននឹកស្មានសោះថាបានឃើញទង្វើនេះចេញពីខ្លួនរបស់ Hishiro ធ្វើឲ្យតួប្រុសនោះគាំងនិយាយឲ្យមិនចាញ់ Hishiro ក៏មានអារម្មណ៍ថាខ្លួនឯងនឹងប្រែដែររហូតដល់ថ្ងៃដែលប្រកួតបាល់ទះតួប្រុសជាមួយនឹង Hishiro បានមកអូសរ៉េណាចេញពីបន្ទប់ដំបងរ៉េណាអត់ចង់ទៅទេប៉ុន្តែបាន Hishiro នឹងដាស់ស្មារតីហើយជាការដាស់ស្មារតីដែលគាត់អស់សំណើចខ្លាំងមែនទែនព្រោះនាងនោះបានផ្ទាត់ដៃដាក់ងាសរ៉េណារហូតទីបញ្ចប់នាងបានអូសរ៉េណាមកកាន់ការប្រកួតបាល់ទះបានហូនូកាមិនបានខឹងអីរ៉េណាទេហើយមិត្តភ័ក្តិនៅក្នុងក្រុមក៏បានស្វាគមន៍ការត្រឡប់មកវិញរបស់រ៉េណាពេលការប្រកួតបានចាប់ផ្ដើមលទ្ធផលក្រុមរបស់នាងចាញ់ទាំងពីរអ្នកនាំគ្នាមកអង្គុយក្រោយបន្ទប់ហាត់ប្រាណដោយមាន Hishiro នឹងមកអង្គុយនៅកណ្ដាលមកអង្គុយធ្វើអីក៏អត់ដឹងដែរហើយខ្លាចតែពីរអ្នកនោះវ័យគ្នាហើយតាមមើលទៅទីបញ្ចប់ទាំង3អ្នកត្រូវគ្នាវិញដោយមាន Hishiro គឺជាស្ពានហើយសម្រាប់ចុងសប្ដាហ៍តួប្រុសនឹងបានមកសួរសុខទុក្ខនៅភ្នោររបស់រៀមច្បងដោយមានរយោតាមមកដែរព្រោះតែទីបញ្ចុះសពរបស់រៀមច្បងតួប្រុសនៅតាមខេត្តហើយតួប្រុសគឺជាបុគ្គលដែលសំខាន់ខ្លាំងណាស់នៅក្នុងគម្រោងសាកល្បងមួយនេះទើបរយោតាមមកមើលថែហើយសាច់រឿងក៏បានរំលឹកទៅកាន់អតីតកាលនៅកន្លែងធ្វើការចាស់របស់តួប្រុសរៀមច្បងរបស់តួប្រុសគឺជាមនុស្សដែលអាសាណាស់តែព្រោះនាងជាមនុស្សស្រីទើបតែត្រូវមិត្តរួមការងារនឹងធ្វើបាបហើយផលព្រោះតែនាងលូតលាស់លឿនពេកទីបញ្ចប់ហេតុការណ៍នោះក៏បានកើតឡើងរៀមច្បងរបស់តួប្រុសបានបញ្ចប់ជីវិតនៅក្រុមហ៊ុនមេបានប្រាប់ឲ្យគ្រប់គ្នាមិនបាច់ចាប់អារម្មណ៍រឿងនេះទេហើយគ្រប់គ្នានោះដែរក៏ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងពិតមែនទីបញ្ចប់រឿងគ្រប់យ៉ាងបានស្ងប់ស្ងាត់ដូចមិនមានអ្វីកើតឡើងអញ្ចឹងហើយការបាត់បង់ជីវិតរបស់នាងដូចអត់មានអត្ថន័យតួប្រុសទ្រាំលេងបានហើយក្រុមហ៊ុនម៉ាកនឹងទើបតួប្រុសនឹងសុំឈប់ពីការងារនៅជប៉ុនបើសិនយើងសុំឈប់ពីការងារឬត្រូវគេបណ្តេញចេញនឹងត្រូវបានចុះបញ្ជីខ្មៅពីក្រុមហ៊ុនធ្វើឲ្យតែដាក់ពាក្យនៅកន្លែងណាពិបាកនឹងបានការងារណាទីបញ្ចប់តួប្រុសខ្លាចជាមនុស្សអត់ការងារធ្វើបានត្រឹមតែការងារ part time រៀងរាល់ថ្ងៃដែលដេកឃ្វាននៅក្នុងបន្ទប់បានតែគិតសំដៅថាបើសិនមិនចូលទៅញញ៉ៃចេះដឹងក្នុងរឿងអ្នកផ្សេងនោះតែខ្លះរឿងនោះមិនដល់ទីបញ្ចប់អញ្ចឹងទេពេលនេះគេដឹងច្បាស់ហើយពាក្យសម្ដីរបស់នាងដែលធ្លាប់ប្រាប់ថាបើសិនគេធំជាមនុស្សធំគេនឹងយកខ្លួនឯងការដែលនាងទៅប្រឈមមុខជាមួយនឹងបុគ្គលិកផ្សេងដែលមានអំណរអាក្រក់លើនាងទីបញ្ចប់លទ្ធផលវាមិនល្អទេបើសិនជាពួកយើងដល់វ័យធ្វើការហើយគេចមិនផុតទេរឿងអញ្ចឹងអីហ្នឹងច្បាស់ជាជួបម្ខានហើយបន្ទាប់អំឡុងពេលដែរតួប្រុសកំពុងតែដើរទៅសាលារៀនជាមួយនឹង Hishiro ពេលនោះដែរអូនយ៉ាក៏បានចូលមកហើយចាប់ដៃតួប្រុសឃើញតនឹងភ្នែកអញ្ចឹងនរណាមិនខឹងនរណាមិនប្រច័ណ្ឌដំបូងមើលទៅដូចជាមិនសូវអីទេតែអូនយ៉ានឹងក៏បាននិយាយបង្អាប់ Hishiro ថាហេតុអីពេលឃើញនាងកាន់ដៃតួប្រុសមើល Hishiro នឹងឆាប់ដើរកិច្ចឬមិនពេញចិត្តកន្លែងណា Hishiro នឹងឈប់លេងដើរទៅមុខនេះនឹងបានទះគ្នាដណ្ដើមប្រុសហើយតែសំណាងបានទិតរីយ៉ូចូលមកជួយគេបានទាញអូនយ៉ាចេញពីកន្លែងនោះដល់ល្ងាចឡើងអំឡុងពេលដែលតួប្រុសជាមួយនឹងអូកាកំពុងតែនាំគ្នាដើរទៅផ្ទះពួកគេបានជួបជាមួយនឹងរ៉េណាកំពុងនិយាយជាមួយនឹងនរណាម្នាក់តួប្រុសមួយអូកានឹងភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះម្ខាងទៀតនោះមើលទៅចាស់ហើយដោយមិនមែនវ័យកូនសិស្សទេគឺវ័យធ្វើការពេលនោះរ៉េណាដួលបុរសម្នាក់នោះក៏បានត្រកងនាងធ្វើឲ្យអូកានឹងប្រញាប់រត់ចេញទៅតាមការពិតនោះរ៉េណានាងមិនស្រួលខ្លួនទើបបុរសម្នាក់នេះចង់នាំនាងទៅមន្ទីរពេទ្យអូកានឹងខ្មាស់គេខ្លាំងមែនទែនព្រោះស្មាននាងធ្លាក់នៅក្នុងគ្រោះថ្នាក់ពេលស្ថានភាពបានដោះស្រាយអស់ហើយតួប្រុសក៏បានផ្ញើសារប្រាប់ថាគេទៅមុនហើយឲ្យអូកាជូនរ៉េណាទៅផ្ទះវិញឲ្យស្រួលបួលណាខាងរ៉េណានោះអៀនខ្លាំងណាស់មិននឹកស្មានសោះថាអូកាព្រួយបារម្ភពីនាងនៅថ្នាក់នេះអូកាធ្វើមុខរៀបស្មើប្រាប់ថាគេត្រូវតែព្រួយបារម្ភស្រាប់ហើយធ្វើឲ្យរ៉េណានឹងអៀនលើសដើមមិនអស់ត្រឹមនឹងទេអូកានឹងនិយាយរួចរឿងថាថ្ងៃនេះមិននាងមើលទៅចម្លែកកើតអីមែនទៅបានត្រូវរ៉េណានឹងគប់មកកតាបចំកដាលមកយប់ឡើងនៅផ្ទះរបស់តួប្រុសលងពេលដែលគេឈប់កិនម្នាក់ឯងនោះអូកាបានផ្ញើសារមកដែលប្រាប់ថាមើលទៅនៅពេលនេះគេប្រហែលជាស្រឡាញ់រ៉េណាហើយថ្ងៃនេះពេលដែលគេបានឃើញបរិបផ្សេងប៉ះពាល់ខ្លួននាងគេមានកូនចាត់ថាមិនចង់បាត់បង់នាងឲ្យអ្នកណាទេទើបបានជានៅថ្ងៃបន្ទាប់នឹងត្រូវតួប្រុសនឹងមើលអាំប៉ុន្តែគេនៅតែជាមិត្តល្អជួយណែនាំជាទីប្រឹក្សាបើសិនមានអារម្មណ៍អញ្ចឹងនឹងឲ្យគេនឹងចាប់ផ្ដើមវាលោកទៅបើមិនអញ្ចឹងទេប្រយ័ត្នមានអ្នកផ្សេងនឹងប៉មយកទៅបាត់បានមួយសន្ទុះមិត្តរួមថ្នាក់នឹងបានចូលមកនិយាយជាមួយព្រោះឃើញទាំងពីរនាក់នឹងនិយាយដូចសប្បាយពេលបានឃើញ
ដូច្នោះអូកាក៏បានបង្អាប់តួប្រុសវិញតួប្រុសនោះមើលទៅដូចជាមានបទពិសោធន៍រឿងស្នេហ៍មកឡើងច្បាស់លាស់តែម្ដងតួប្រុសបានប្រញាប់បដិសេធថាមិនមែនចឹងទេប៉ុន្តែហួសពេលហើយហ៊ីស៊ីរ៉ូនឹងបានសួរតួប្រុសថាពិតមែនឬអត់ដែលប្រាប់ថាមានបទពិសោធន៍រឿងស្រីហ៎មើលទៅលោកនឹងដូចជាមនុស្សធំណាស់ហើយមើលទឹកមុខរបស់តួស្រីយើងគួរខ្លាចណាស់តួប្រុសបានប្រញាប់បកស្រាយហើយបញ្យល់នាងការមកផ្ទះរបស់ហ៊ីស៊ីរ៉ូនាងកំពុងតែច្បូកច្បល់នឹងអារម្មណ៍របស់ខ្លួនព្រោះចិត្តរៀនចប់ហើយមិនយូរទេគ្រប់គ្នានឹងចែកផ្លូវដើរផ្លូវរបស់ខ្លួនឯងរៀងៗខ្លួនដូច្នេះការនិយាយរឿងនៅក្នុងចិត្តចេញមកវាគ្មានន័យអីទេព្រោះទីបញ្ចប់គង់តែបែកគ្នាដដែលនៅទីបំផុតដល់ពិធីបុណ្យកម្មជ្រួយនៅរដូវក្តៅពួកគេបានណាត់ជួបគ្នាមកដើរលេងនៅទីនេះជាឆ្នាំចុងក្រោយពេលដើរលេងដល់យកប្រឡូបគ្រប់គ្នាធ្វើតាមគម្រោងការដែលបានរៀបចំទុកដោយចាប់ឲ្យរ៉េណាជាមួយនឹងអូកានៅតែពីរនាក់មិនងងយូរទេអូកានឹងក៏បានសារភាពស្នេហ៍បែបផ្លូវត្រង់អត់មានវេកាច់កែងអីទេធ្វើឲ្យរ៉េណាលង្គាំងព្រោះតែអូកាមិនដែលធ្លាប់មានសង្សារពីមុនមកតែមិនដឹងថាចាប់ផ្ដើមពីត្រង់ណាទៅត្រង់ណាមិនក៏មិនទៅសារភាពចំតែម្ដងព្រោះតែទាំងពីរនាក់មានចិត្តឲ្យគ្នាទៅវិញទៅមកហើយរ៉េណាសប្បាយចិត្តណាស់គ្រាន់តែព្យាបាលបន្តិចបន្តួចហ្នឹងព្រោះតែមនុស្សច្រើនមានមនុស្សដើរបំបុកនាងទើបអូកានឹងចាប់ទាញនាងមិនឲ្យដួលធ្វើឲ្យស្ថានភាពនឹងកាន់តែផ្អែមលើដើមទៀតអូកាបានសារភាពថាគេនឹងលួចស្រឡាញ់រ៉េណាតាំងពីយូរណាស់ហើយរ៉េណាក៏ដូចគ្នាដែរព្រោះនាងលួចស្រឡាញ់អូកាតាំងពីយូរណាស់ហើយធ្វើឲ្យនៅពេលនេះទាំងពីរនាក់បានក្លាយទៅជាគូស្នេហ៍ដូចតួឯកទៅពីរនាក់នេះជាតួឯកវិញកាន់មកខាងគូរបស់តួប្រុសមួយហ៊ីស៊ីរ៉ូពេលដឹងខ្លួនម្ដងទៀតទាំងពីរនាក់ក៏ត្រូវគេទុកចោលដូចគ្នាមិត្តភ័ក្តិនឹងបានរៀបចំគម្រោងការជន់ពីលើម្ដងទៀតឲ្យទាំងពីរនាក់បាននៅជាមួយគ្នាតួប្រុសបានសរសើរនាងថាមួយឆ្នាំកន្លងមកនេះនាងធ្វើបានល្អណាស់រកមិត្តភ័ក្តិបានមិនតិចទេលទ្ធផលមួយនេះត្រូវលើកឲ្យតួប្រុសព្រោះនាងតែម្នាក់ឯងធ្វើមិនបានទេនិយាយសាសងគ្នាបានមួយសន្ទុះពួកគេបានឲ្យកម្មជ្រួយឡើងទៅលើមេឃវាពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងចិត្តរបស់តួប្រុសនៅពេលនេះដឹងច្បាស់ថាមិនគួរទៅស្រឡាញ់នរណាព្រោះតែជីវិតនៅពេលនេះវាគ្រាន់តែជា real life ពេលគម្រោងសាកល្បងមួយនេះបានបញ្ចប់គ្រប់គ្នានឹងភ្លេចរឿងរបស់គេទាំងអស់យ៉ាងហោចណាស់គេសុំសោយសុខនឹងស្ថានភាពនៅក្នុងមុខនេះឲ្យបានច្រើនបំផុតតួប្រុសប្រាប់វាដូចជាសត្វតិចដែរតួកម្មជ្រួយនេះវាស្រស់ស្អាតខ្លាំងប៉ុណ្ណាវាគង់តែរលាយបាត់ដដែលវាស្រស់ស្អាតធ្វើឲ្យយើងរំភើបប៉ុន្តែបានមួយភ្លែតវានឹងរលត់បាត់រហូតធ្វើឲ្យយើងឯកោកាត់ទៅមុននេះមួយឆ្នាំរីយ៉ូដែលទៅចូលមកធ្វើការនៅក្នុងក្រុមហ៊ុន Real Life បានមកជួបជាមួយនឹងអ្នកសាកល្បងដំបូងរបស់គេគឺជាហ៊ីស៊ីរ៉ូក្នុងវ័យ27ឆ្នាំវាបាច់គ្រប់យ៉ាងដែលរីយ៉ូនិយាយជាមួយនឹងហ៊ីស៊ីរ៉ូដូចគ្នាដែរបាននិយាយជាមួយនឹងតួប្រុសអញ្ចឹងគេនឹង Real Life ឲ្យនាងត្រឡប់ទៅរៀនវិទ្យាល័យទោះបីឥឡូវនេះនាងមានអាយុ27ឆ្នាំហើយប៉ុន្តែជាមនុស្សដែលចូលមិនចោះនឹងគ្រប់គ្នាឬកន្លែងធ្វើការឡើយក្រុមហ៊ុន Real Life ចង់ផ្ដល់ឱកាសឲ្យនាងត្រឡប់ទៅកែប្រែអតីតកាលបានន័យថាហ៊ីស៊ីរ៉ូនាងក៏ជាម្នាក់ក្នុងគម្រោងការសាកល្បងនេះដែរគ្រាន់តែថានេះគឺជាឆ្នាំទី2របស់នាងព្រោះតែឆ្នាំទី1នាងបរាជ័យព្រោះមិនអាចកែប្រែចរិតរបស់អ្នកដែលចូលមិនចោះអ្នកដទៃរបស់នាងបានសោះពេលនោះហ៊ីស៊ីរ៉ូនឹងដូចជាកំពុងព្យាយាមសារភាពរឿងក្នុងចិត្តទៅកាន់តួប្រុសប៉ុន្តែទីបញ្ចប់នាងរើសនឹងលាក់បាំងវាព្រោះនាងគិតថាក្រោយពីបញ្ចប់ឆ្នាំនេះមិនថាយ៉ាងណាតួប្រុសក៏ត្រូវតែភ្លេចរឿងរបស់នាងដដែលហើយនាងនឹងត្រឡប់ទៅក្លាយជាមនុស្សធំដដែលវិញពួកគេរៀងខ្លួនគឺចង់សារភាពរឿងនៅក្នុងចិត្តហើយមានចិត្តឲ្យគ្នាទៅវិញទៅមកហើយទាំងពីរនាក់ក៏មិនមានអ្នកណាដឹងដែរថាពួកគេគឺជាអ្នកសាកល្បងក្នុងគម្រោង Real Life ពេលមើលកំជួលគេហើយពួកគេនឹងគ្នាមកអង្គុយសម្រាកនៅទីសាធារណៈតួប្រុសទោះបីជាគេដឹងច្បាស់នៅក្នុងចិត្តទោះបីសារភាពស្នេហ៍ទៅកាន់ហ៊ីស៊ីរ៉ូក៏គ្មានន័យអីដែរព្រោះទីបញ្ចប់នាងគង់តែភ្លេចរឿងរបស់គេទាំងអស់គ្រាន់តែបើអាឡ័យតែគិតលទ្ធផលចុងក្រោយយើងនឹងមិនមានថ្ងៃបានសោយសុខជាមួយនឹងសេចក្តីសុខដែលនៅតាមផ្លូវឡើយនៅវិនាទីចុងក្រោយដែលតួប្រុសនឹងសារភាពស្នេហ៍ទីបញ្ចប់គេបានបដូរពីពាក្យសម្ដីសារភាពស្នេហ៍ទៅជាពាក្យជូនពរវិញក្រោយពីនេះសូមឲ្យនាងបានជួបជាមួយនឹងមិត្តល្អៗហើយសូមឲ្យទទួលបានស្នេហាដ៏ល្អមួយនៅថ្ងៃអនាគតរយៈពេលវេលាក្រោយពីនេះសូមឲ្យមានសេចក្តីសុខហើយសប្បាយរីករាយជារៀងរហូតដល់ធំឡើងនឹងមិនមកអង្គុយសោកស្ដាយតាមពីក្រោយទេបន្ទាប់មកទាំងពីរនាក់បានដើរចាក់ចេញពីទីសាធារណៈព្រោះតែហ៊ីស៊ីរ៉ូនឹងមិនដែលធ្លាប់ពាក់ស្បែកជើងដែលគូជាមួយនឹងគីម៉ូណូពីមុនមកធ្វើឲ្យនាងឈឺជើងទើបចាំបាច់ត្រូវតែដើរចាប់ដៃតួប្រុសអំឡុងពេលដែលដើរចាប់ដៃនោះតួប្រុសបាននិយាយឡើងថាទោះបីពួកយើងមិនបានជួបគ្នាប៉ុន្តែគេមិនមានថ្ងៃភ្លេចរឿងរបស់ហ៊ីស៊ីរ៉ូទេបានលើដូច្នោះហ៊ីស៊ីរ៉ូក៏បានឆ្លើយទៅវិញថានាងក៏មិនមានថ្ងៃភ្លេចរឿងរបស់តួប្រុសដូចគ្នា
សាច់រឿងបានសារត្រឡប់ទៅមួយឆ្នាំមុនដែលហ៊ីស៊ីរ៉ូបានមកចូលក្នុងគម្រោងសាឡបងនេះលើកដំបូងពេលនោះរីយ៉ូមកចាំគាំទ្រជ្រោមជ្រែងនាងដោយតួប្រុសអញ្ចឹងប៉ុន្តែពេលវេលាកន្លងផុតទៅជិតមួយឆ្នាំហើយហ៊ីស៊ីរ៉ូនៅតែធ្វើខ្លួនដដែលគាត់តែពីរៀនសូត្រមួយថ្ងៃអត់ចូលទៅនិយាយជាមួយអ្នកណាអាចនិយាយបានថា real life របស់នាងម្ដងនេះវាស្ទើរតែមិនមានន័យអីរូបភាពបានកាត់ទៅពេលចូលកងអូកាគេប្រឡងជាប់លេខ1ធ្វើឲ្យបានបញ្ចូលខ្ទាស់ប្រាក់ដោយបញ្ចូលខ្ទាស់ឆ្នាំនេះបានជារបស់រ៉េណាមើលទៅនាងដូចជាមិនសូវពេញចិត្តទេព្រោះគិតថាហ៊ីស៊ីរ៉ូបន្ធូរដៃឲ្យនាងបានគូជាមួយនឹងអូកាប៉ុន្តែការពិតមិនមែនដូច្នោះទេហ៊ីស៊ីរ៉ូនឹងចង់បានបញ្ចូលខ្ទាស់ស្រាប់ហើយញ៉ាំបាយហ្វ្រីមួយឆ្នាំអ្នកណាមិនចង់បានគិតមើលទៅបន្ទាប់មកហ៊ីស៊ីរ៉ូនឹងបានណាត់ជួបជាមួយនឹងរីយ៉ូក្រោយសាលារៀននាងបានបាញ់សំណួរចំតែម្ដងថាតួប្រុសគឺជាអ្នកដែលចូលសាឡបងក្នុងគម្រោង Real Life ម្នាក់ដែរមែនអត់ប្រកាសណាស់រីយ៉ូមិនប្រាប់ទេរឿងចឹងប្រាប់មិនបានវាជាអាចកំបាំងរបស់ក្រុមហ៊ុនមិនអាចប្រាប់នរណាបានប៉ុន្តែមិនថាយ៉ាងណារីយ៉ូនឹងគឺមានមោទនភាពទៅលើហ៊ីស៊ីរ៉ូណាព្រោះមើលទៅនាងដូចជាចាប់អារម្មណ៍មនុស្សនៅជុំវិញខ្លួនហើយក្រោយចេញពីរៀនរូបភាពបានកាត់មកផ្ទះរបស់ហ៊ីស៊ីរ៉ូធ្វើឲ្យយើងបានដឹងថាតាមការពិតអូនូយ៉ានៅឆ្នាំទី2នេះដែរនាងក៏ចូលមកគាំទ្រចាំឧបត្ថម្ភហ៊ីស៊ីរ៉ូបន្ទាប់មកពេលនេះសាលារៀនជាដល់ពិធីបុណ្យពួកគេចាំបាច់ត្រូវទៅរកនាយកឧស្សាហ៍មនុស្សស្រីនិងមនុស្សប្រុសពីរនាក់ធ្វើជាប្រធានដំណើរការក្នុងកម្មវិធីមួយនេះតួប្រុសដឹងខ្យល់អីត្រូវបានគេជ្រើសរើសនៅសុកហ៊ីស៊ីរ៉ូក៏បានស្នើខ្លួនឯងធ្វើឲ្យមិត្តភក្តិចម្លែកចិត្តណាស់មនុស្សដែលមិនដែលចូលរួមកម្មវិធីដូចជាហ៊ីស៊ីរ៉ូបានស្នើខ្លួនឯងក្នុងពិធីបុណ្យមួយនេះវ៉ាវមិនចង់ជឿសោះក្រោយចេញពីរៀនទាំងពីរនាក់បានមកអង្គុយប្រជុំពាក្យពាន់នឹងពិធីបុណ្យដែលនឹងមកដល់តួប្រុសមានចម្ងល់ហេតុអ្វីបានជាហ៊ីស៊ីរ៉ូស្នើខ្លួនឯងក្នុងកម្មវិធីមួយនេះនាងបានប្រាប់ថានាងទទួលបានកម្លាំងចិត្តពីតួប្រុសនៅក្នុងយប់នោះតែនិយាយថាសូមឲ្យនាងរងមិត្តបានច្រើនទៅបានជាពេលនេះនាងព្យាយាមធ្វើអ្វីដែលនាងមិនធ្លាប់ធ្វើពីមុនមកតួប្រុសបានសរសើរនាងថាមើលទៅនាងដូចជាខិតខំនឹងកម្មវិធីមួយនេះណានាងឆ្លើយថាប្រកបណាស់ព្រោះវាជាការងារលើកដំបូងរបស់នាងនៅថ្ងៃបន្ទាប់អូកានឹងដូចជាជួបបញ្ហាទៅមកពិភាក្សាពួកតួប្រុសព្រោះគេឆ្លោះគ្នាជាមួយនឹងរ៉េណានាងចង់មកលេងផ្ទះគេប៉ុន្តែគេមិនចង់ឲ្យមកតួប្រុសឆ្ងល់នាងចង់ទៅលេងផ្ទះឯងល្អហើយតើហើយមិនបានឯងមិនចង់ឲ្យនាងទៅហេតុផលព្រោះតែនៅផ្ទះរបស់អូកាមានបងប្រុសបងកើតម្នាក់ដែលគាត់នឹងមិនដែលចេញទៅក្រៅទេគាត់ឃុំខ្លួនឯងនៅតែក្នុងបន្ទប់ទើបមិនចង់ឲ្យបងប្រុសបានឃើញជីវិតដែលមានសេចក្តីសុខរបស់គេព្រោះវាអាចនឹងធ្វើឲ្យបងប្រុសនឹងកាន់តែធ្លាក់ចូលទៅក្នុងរណ្ដៅហើយគិតថាហេតុអ្វីប្អូនប្រុសមានជីវិតដែលល្អក្រោយចេញពីរៀនតួប្រុសនិងតួស្រីក៏បានមកប្រជុំត្រៀមពិធីបុណ្យមុននឹងត្រឡប់ទៅផ្ទះប៉ុន្តែការងារថ្ងៃនេះច្រើនពេកធ្វើឲ្យហ៊ីស៊ីរ៉ូនឹងកេងលក់បាត់តួប្រុសដែលបានឃើញទឹកមុខកេងលក់របស់នាងធ្វើឲ្យគេគិតថាបើសិននាងដឹងការពិតថាយើងជាមនុស្សចាស់អាយុ27ឆ្នាំតើនាងនឹងគិតយ៉ាងម៉េចទៅឬមួយបើនាងដឹងថាយើងស្រឡាញ់នាងតើនាងនឹងគិតយ៉ាងម៉េចនៅពេលនោះពួកយើងអាចមើលមុខគ្នាចំហើយនិយាយគ្នាបានដូចដើមឬអត់ប៉ុន្តែរឿងទាំងអស់នោះធ្វើបានត្រឹមតែគិតព្រោះការពិតគេមិនអាចធ្វើអញ្ចឹងបានទេបើសិនជាគេធ្វើខុសច្បាប់ real life នោះការ real life របស់គេនឹងបញ្ចប់នៅត្រង់នេះនៅទីបំផុតដល់ថ្ងៃពិធីបុណ្យនៅសាលារៀនហើយហ៊ីស៊ីរ៉ូមួយតួប្រុសត្រូវមកនៅជាមួយគ្នាតាមបញ្ជារបស់គ្រូព្រោះតែពួកគេគឺជាគណៈកម្មការនៅអំឡុងពេលដែលកំពុងតែដើរត្រួតពិនិត្យនៅក្នុងពិធីបុណ្យសុកហ៊ីស៊ីរ៉ូនឹងបានចូលមកអបដៃរបស់តួប្រុសធ្វើឲ្យតួប្រុសភ្ញាក់ផ្អើលខ្លាំងណាស់ធ្វើខ្លួនមិនត្រូវសោះនាងបានផ្ដោតហេតុផលថាគ្រាន់តែចង់សាឡបងអ្វីមួយកុំព្រួយអីចាំលើក្រោយនាងឲ្យគេអប់វិញមានតែចំណេញលើគោកតែម្ដងតួប្រុសយើងអៀនខ្លាំងមែនតែនហ៊ីស៊ីរ៉ូនាងគ្រាន់តែចង់សារឲ្យដឹងច្បាស់ថាប្រូពេលដែលនាងនៅក្បែរតួប្រុសនោះបេះដូងរបស់នាងវាចេះតែលោតដុកដាក់ហើយខ្វល់ខ្វាយនៅក្នុងចុតដូចពេលនោះរអន់ហើយទង្វើនឹងពាក្យសម្ដីរវាងហ៊ីស៊ីរ៉ូមួយនឹងតួប្រុសអូនយ៉ាដែលជាអ្នកឧបត្ថម្ភខាងហ៊ីស៊ីរ៉ូនាងបានឮគ្រប់យ៉ាងដល់វគ្គដែលពួកគេមករួមជុំវិញភ្នក់ភ្លើងគ្រប់គ្នាគឺសប្បាយរីករាយនឹងពិធីបុណ្យខ្លាំងណាស់អូនយ៉ាបានចូលមកនិយាយជាមួយនឹងហ៊ីស៊ីរ៉ូនាងប្រាប់ថាអារម្មណ៍ពុះកញ្ជ្រោលនៅក្នុងចិត្តបេះដូងលោតខុសចង្វាក់ដុកដាក់វាមិនមែនជាអាការៈមួយដែលផ្លៃចម្លែកអីទេពេលខ្លះហ៊ីស៊ីរ៉ូនាងអាចនឹងកំពុងតែចូលចិត្តនរណាម្នាក់ក៏ថាបានយប់ឡើងអំឡុងពេលដែលតួប្រុសដើរត្រឡប់ទៅផ្ទះគេបានជួបរីយ៉ូមកស្កាត់នៅតាមផ្លូវគេរីករាយខ្លាំងណាស់ព្រោះតែតួប្រុសមួយរយៈនេះមានចំណែកដែលធ្វើឲ្យមនុស្សជាច្រើននាក់ផ្លាស់ប្ដូរតែតួប្រុសក៏បានសួរឡើងថាមិនចាំបាច់ត្រឡប់ទៅដូចមុនមិនបានទេអីហើយគេបានធំលូតលាស់ព្រមជាមួយនឹងមិត្តភ័ក្តិមិនបានទេមែនរឿងអញ្ចឹងវាមិនអាចទៅរួចទេតួប្រុសនៅសល់ពេលតែប្រហែលខែប៉ុណ្ណោះឯងហើយការ real life នឹងបានបញ្ចប់តួប្រុសដឹង
ស្រាប់ហើយគេគ្រាន់តែចង់សាកសួរលោកមើលប៉ុណ្ណោះឯងទោះបីជាមនុស្សជុំវិញខ្លួនតួប្រុសផ្លេចគេប៉ុន្តែរីយ៉ូគេសន្យាថានឹងមិនផ្លេចពេលនោះមកដល់ចាំគេបបួលតួប្រុសទៅផឹកហើយចាំពួកយើងរំលឹករឿងរ៉ាវកំឡុងពេលដែលរីឡៃក៏ឡងមកឲ្យបានច្រើនពេលបានលីដូច្នោះតួប្រុសធូរទ្រូងហើយឆ្លើយទៅវិញបើសិនដូច្នេះផ្ញើផងណាបន្ទាប់មកកាត់មកខាងការិយាល័យរងរបស់រីឡៃកញ្ញាអូនយ៉ាដូចជាខូចចិត្តណាស់ព្រោះហ៊ីស៊ីរ៉ូនឹងខំផ្លាស់ប្ដូរខ្លួនឯងបានច្រើននៅថ្នាក់នេះហើយចុងបញ្ចប់នាងត្រូវបំភ្លេចរឿងរបស់តួប្រុសទាំងអស់ដដែលរីយ៉ូប្រាពួកយើងត្រឹមតែជាអ្នកនៅមើលថែហើយឧបត្ថម្ភពួកគេពីចម្ងាយតែប៉ុណ្ណោះឲ្យពួកគេនឹងបានប្រឈមមុខនឹងបញ្ហាដោយខ្លួនឯងទៅខាត់មកខាងហ៊ីស៊ីរ៉ូខួរក្បាលរបស់នាងគឺគិតតែរឿងតួប្រុសព្រោះកាលពីថ្ងៃដែលនាងសាកនោះបានដឹងថាបេះដូងរបស់នាងវាពុះកញ្ជ្រោលលោតខុសចង្វាក់ប៉ុន្តែទោះបីនាងខំគិតច្រើនប៉ុណ្ណាក៏គ្មានន័យអីដែរព្រោះចុងបញ្ចប់គ្រប់គ្នានឹងបំភ្លេចរឿងរបស់នាងទាំងអស់ដដែលថ្ងៃបន្ទាប់នៅសាលារៀនថ្ងៃនេះពួកគេនឹងមកថតរូបជុំគ្នាដើម្បីបញ្ចប់ការសិក្សាហ៊ីស៊ីរ៉ូឆ្ងល់ថាបើសិនថតរូបនាងដែរវាច្បាស់ជាមានផុសតាងនៅសល់អញ្ចឹងអត់មានបញ្ហាអីទេមែនអូនយ៉ាប្រាប់រឿងនេះវាគឺជាតួនាទីរបស់ផ្នែកផ្សេងនៅក្នុងក្រុមហ៊ុនរីឡៃកុំព្រួយអីវានឹងមិនមានសល់តម្រុយឬផុសតាងអីទេបន្ទាប់ពួកគេនាំគ្នាទៅចូលដើម្បីត្រៀមចាំថតរូបអំឡុងពេលដែរគ្រប់គ្នាសម្លឹងទៅកាន់កាមេរ៉ាតួប្រុសបែរជាងាកទៅមើលហ៊ីស៊ីរ៉ូទៅវិញហ៊ីស៊ីរ៉ូក៏ដូចតួប្រុសអញ្ចឹងទៅងាកមកមើលតួប្រុសដូចគ្នាទៅពេលបានខ្លាចជារូបភាពនោះទាំងពីរនាក់នឹងបែរមុខមកមើលគ្នាគ្រាន់តែទីបញ្ចប់របស់រូបថតមួយសម្លឹកនេះទាំងពីរនាក់នឹងត្រូវលុបចេញព្រឹកថ្ងៃបន្ទាប់អំឡុងពេលដែរតួប្រុសដើរទៅសាលារៀនចៃដនអីគេបានជួបជាមួយនឹងហ៊ីស៊ីរ៉ូដែលកំពុងតែដើរមកសាលារៀនដូចគ្នាប៉ុន្តែដល់ពេលដែលនាងបានឮសំឡេងរបស់តួប្រុសធ្វើឲ្យនាងភ្ញាក់ផ្អើលខ្លាំងណាស់មើលទៅនៅថ្ងៃនេះហ៊ីស៊ីរ៉ូនាងធ្វើខ្លួនប្លែកៗនៅសុកនាងដើរបែកខ្នងហើយដើរលឿនហើយនាងធ្វើខ្លួនអញ្ចឹងពេញមួយថ្ងៃតែម្ដងហើយបីដូចជាថ្ងៃនេះនាងព្យាយាមគេចមុខតួប្រុសប៉ុន្តែគ្រប់ពេលដែលគេបែរទៅមើលមុខនាងហាក់បីដូចជាកំពុងតែសម្លឹងមើលមុខតួប្រុសគ្រប់ពេលវេលាគ្រាន់តែភ្នែករបស់តួប្រុសសម្លឹងមកនាងពឹបនាងបែកចេញប៉ាប់ហ៊ីស៊ីរ៉ូបានយករឿងទាំងអស់នោះមកវិភាគសាមិត្តរបស់នាងអត់យល់សោះថាហេតុអ្វីពេលដែលនាងនៅក្បែរតួប្រុសបេះដូងរបស់នាងលោតឌុកដាក់មិត្តរបស់នាងដូចជាយល់ច្បាស់មិត្តនោះបានជំរុញឲ្យនាងនឹងទៅសារភាពទៅបើកចិត្តនិយាយចំទៅឲ្យវាចប់សេចក្តីក៏ប៉ុន្តែហ៊ីស៊ីរ៉ូនាងនៅតែបញ្ជាក់ដដែលថានាងនឹងរកអត្ថន័យនៃអារម្មណ៍មួយនេះដោយខ្លួនឯងដល់ម៉ោងកន្លះពេលហ៊ីស៊ីរ៉ូបាននៅតែពីរនាក់ជាមួយនឹងហូណូកានាងបានណែនាំហ៊ីស៊ីរ៉ូឲ្យទៅដេតតែពីរនាក់តួប្រុសទៅនាងជឿជាក់ថាហ៊ីស៊ីរ៉ូប្រកាសជារកអត្ថន័យនោះបានឃើញមិនខាននៅថ្ងៃបន្ទាប់ពេលថ្ងៃត្រង់ហ៊ីស៊ីរ៉ូបានតម្រង់មករកតួប្រុសហើយមិនសួរត្រង់តែម្ដងថានៅថ្ងៃទី25តើគេទំនេរឬអត់តួប្រុសវាប៉ះសំណួរអញ្ចឹងធ្វើឲ្យគេមិនដឹងថាគួរធ្វើខ្លួនយ៉ាងម៉េចប៉ុន្តែគេឆ្លើយថានៅថ្ងៃទី25នេះគេទំនេរដល់ថ្ងៃទី25ខែធ្នូទាំងពីរនាក់បានណាត់ជួបគ្នានៅខាងក្រៅហើយទៅបានដឹងថាហ៊ីស៊ីរ៉ូណាត់តួប្រុសមកធម្មតានឹងអត់បានមានរៀបចំគម្រោងការអីទុកមុនទេព្រោះនាងគាត់ថាគ្រាន់តែចង់សាដេតមួយតួប្រុសតែបន្តិចទេព្រោះមិត្តភក្តិវាណែនាំទើបតួប្រុសខ្លាចជាអ្នកដែលនាំហ៊ីស៊ីរ៉ូដើរលេងទាំងពីរនាក់ដើរលេងក្នុងផ្សារទំនើបព្រោះតែវាជាថ្ងៃសម្រាកហើយនៅក្នុងពិធីបុណ្យដែរតើហាងនីមួយៗនឹងតុបតែងបានយ៉ាងស្រស់ស្អាតហើយមើលហ៊ីស៊ីរ៉ូឈរធ្វើ style អីនោះប្រកបណារីយ៉ូជាមួយនឹងអូនយ៉ាក៏តាមមកមើលថៃទាំងពីរនាក់ផងដែរហ៊ីស៊ីរ៉ូនឹងចង់អរគុណដែរតួប្រុសនឹងមកដើរលេងជាមួយនាងនៅថ្ងៃនេះទើបទិញរបស់ឲ្យជាកាដូវាគឺជាបន្តោងដែលគេព្យួរនៅលើសំបកទូរស័ព្ទនាងអត់ដឹងទេថាតួប្រុសនឹងចូលចិត្តរបស់អញ្ចឹងឬអត់តួប្រុសប្រាប់ថាឲ្យតែរបស់ដែរហ៊ីស៊ីរ៉ូទិញឲ្យគេចូលចិត្តទាំងអស់អញ្ចឹងតួប្រុសនឹងទិញរបស់ឲ្យជាកាដូហ៊ីស៊ីរ៉ូដូចគ្នាវាគឺជាបន្តោងមួយពណ៌ទៀតធ្វើឲ្យទាំងពីរនាក់មានបន្តោងទូរស័ព្ទម្នាក់មួយខ្លាចជាមួយគូបន្ទាប់ទាំងពីរនាក់បានមកជិះកន្ត្រកហោះជាមួយគ្នាពេញមួយថ្ងៃនេះពួកគេ happy ខ្លាំងមែនតើប៉ុន្តែដល់ពេលចុងបញ្ចប់របស់ថ្ងៃមួយនេះវាធ្វើឲ្យសារតិចវាចុកនៅក្នុងទ្រូងនិយាយអីមិនចាញ់ព្រោះក្នុងចិត្តរបស់ទាំងពីរនាក់ដឹងច្បាស់ថាបន្តិចទៀតពួកគេនឹងបានត្រឡប់ទៅរស់នៅតាមធម្មតាវិញនៅពេលនោះតួប្រុសបាននិយាយឡើងថាបើសិនពួកយើងខ្លាចជាមនុស្សធំតែដល់ពេលនោះហើយវានឹងមានរឿងអ្វីកើតឡើងតើពួកយើងនឹងអាចចាំពេលវេលាល្អៗនៅពេលនេះបានឬអត់ពេលបានលឺដូច្នោះហ៊ីស៊ីរ៉ូបានងើបឡើងនាងបានប្រើពាក្យសម្ដីធ្ងន់តែម្ដងថាគ្មានផ្លូវទេគ្មានផ្លូវដែលនាងអាចបំភ្លេចរឿងរ៉ាវកន្លងមកល្អៗអញ្ចឹងបានទេគ្រប់ពេលវេលាដែលកើតឡើងនៅពេលនេះហើយគ្រប់វិនាទីដែលកើតឡើងមុននេះសូមធានាថានាងនឹងមិនភ្លេចរឿងទាំងអស់នេះបានទេបានលឺដូច្នោះតួប្រុសសប្បាយចិត្តតិចដែរដែលនាងព្យាយាមចងចាំរឿងរបស់គេប៉ុន្តែក្នុងចិត្តមួយទៀតដឹងច្បាស់ថាវាមិនអាចទៅរួចពេលចុះពីលើកន្ត្រកហោះហើយទាំងពីរនាក់បានមកដើរលេងមួយផ្លេតទៀតអំឡុងពេលដែលដើរនោះផងដែរ
ตัวโปรบ้านเมื่อมกระบฮิซิโร่รวมถึงบ้านเกิดในขนมจัดทาประกอบนะแกเจอเจ็บ100%ตามบดองท่านเปนี่แกนึงสลังฮิซิโร่คนใต้มันเฮียนมันได้อารมณ์วิจเจอจังนี้จงกรอยแกมันไอตรมนึงอารมณ์ดาแซนชื่อจับมวยนี่บานเตเติบบ้านเจสารเพียบเรื่องในขนมจัดทาแกนึงโจจัดฮิซิโร่ลอยสลังเนียงเวคือเจเรื่องราวขนมจัดดับเป็ดประกอบบอกแกดเมียนตะเลเนียงฮิซิโร่ดับบันเลยโดยชนอตเฟอร์ไอเนียงแกงเตียงได้จำลายในขนมจัดบอเนียงคือโจจัดโดยคเนียใต้หายด้วยบ้านเจเนียงเวลวอลนึงสำนวนในขนมจัดบอเนียงหลังอยู่เตียงได้ตามการเป็ดนูอารมณ์มนุษย์สิงเจตนาได้เวเนอร์นานขนมตรงเวคือเจียประโยคมวยดาวไซน์คลายคือโจจัดใต้ปันนอเองที่สิโรบานประมบดมเพียบคลาหาได้เมียนตึงอให้ปรับตะกันตัวเปราทาเนียงกับโดยคเนียอารมณ์ได้เมียนตะเลอตัวเปราจำลายได้เนียงคอมสไฟโรวิจิยูนำของหายเวคือเปียทาโจจัดตั้งปีเนี่ยบ้านจอยคเนียกันชัดตั้งปีเนี่ยบ้านชัวบนเตาเลยสมบัติโทรศัพท์โดยคเนียเตียพองเนื้อเตรียมพอดเช่นมาดอการประลองเหมือนจอมหายเนื้อใต้ประมาณไงเตียใต้ปนโนการีไลมาดองนี่หนึ่งบ้านเหมือนจอมปราปีตั้งปีเนี่ยบ้านแต่เด็ดจมูกคเนียในทางไงโนเปนี่ดาวมองสลาเรียนดาวตลับตัวเวงคือดาวจมูกคเนียเฮาบ้านไทยจีกูสไนเหมือนกูกับทาบ้านได้ริโอลุยเมื่อตั้งปีเนี่ยพองได้ให้เมื่อตะแกนึกโดยเจเมียนอัดกำบังได้มันไอปรับตั้งปีเนี่ยบ้านอัดกำบังนุกคือตัวใบเจเนี่ยเซงนึกเพลงเรื่องราวตั้งอ้อปันใต้การจองจำระบอนเนี่ยได้โชว์ร่วมซาหรือบองนุกเนื้อแต่เมียนดอได้เนื้อแต่จองจำมันนะตลอดมกเตเวงจะเรื่องธรรมดาได้ตั้งปีเนี่ยนึ่งชาติในยัยซาซองแต่ไงเนี่ยดังทามันเนี่ยฮิสโรยังเกิดไอเตะบ้านจะคอนมาเราตัวเปล่าเพื่อไอเป็นนี้คลายเจียในยัยซาซองคเนียตัวเองมันเมนชาติซาซองเตตัวไอเวียคือจะเลิกดำบงแต่บ้านคอนในยัยเลิกคเนียไอเวียก็จะเลิกดำบงได้ฮิสโรนึกบ้านในยัยตูดซับพองได้ตัวเนี้ยมันได้ทรอบในยัยตูดซับจมูกหน้าเป็นมนเมาเตตั้งปีเนี่ยในยัยจมูกคเนียเรายกปลบในยัยหลังออกเปียในยัยมุนหนึ่งเกงตัวเปล่ากับอันเดอไตรเสือสไดดะเนียงไอเวียจะเลิกดำบงได้ฮิสโรนึงเรื่อยๆสุดได้ตะกันนานามันเนี่ยเรียกคือเชียรำมวยได้เกาะกระดานนะเนี่ยอัดจังเอาไปเรียนจังระลบบัตเตให้การศึกษามือนี้ก็ดอทงายจงกราวให้กรบคเนียหนึ่งใจเพลอแต่เรียนสกอลตัวโปรนังฮิสโรบ้านได้จังปิศลาเรียนจมวยคเนียอะไรนี้ดอเปได้เตอตลับตบเตียเป็ดเมนให้ฮิสโรบ้านใบแต่ออกคนสลาเรียนได้บ้านประดาจำแนกดำเซฟเซเอานี่จะจานเลี้ยมหนูได้เนียงบ้านใบหมกเวงให้ปรับตัวโปรสมรวอนพองเชื่อรางวัลได้เนียงความเชี่ยเยี่ยมรหดมาดอเลยนี้ก็บ้านได้เอาเนี่ยมันติดมากตัวโปรก็ท่าบาสันเกมันเฟอร์ไว้ในเปนี่เกเลยเมียนอากาศเตียดให้เกบันสตูแต่เอาเนี่ยให้สิโรปรามทำให้บันเอียนมันเคยกูเอียนตรงหน้าพ่องมุนนี้ก็ทบทวนมาดองหันตาเพื่อคือเจียสำเร็จได้ฮิสิโรในยัยโดยเจียกำปงตายเราหนึ่งยมตั้งปีเนี่ยบ้านซ่อนยาเรียงคล้วนทานน้ำเหมือนเพลกเตเรื่องราวเดการล่างเนตีนี่หรือเวียงยังตั้งปีเนี่ยตัวใบเจียตั้งปีเนี่ยดังจะบ้านขนมจัดทามันไอเตอรวยเตยังหอยหน้าปูเกน้ำเหมือนสไลด์กรอยปลุกบ้านเฟอร์ออฟปีสมัตเพียบให้ตัวโปรน้ำเหมือนดังทากูในยัยไม่บรรทอเตเติมในยัยลวงเนียงทาจำจูบคะแนนนักสกอลฮิซิโร่นั่งบ้านในยัยทามาดอลเปนี่ให้นั่งก็เหาะเตี้ยนต่อยประโยคนี้ได้เฟยยังบ้านดังทาฮิซิโร่เนี่ยดังได้ทาตัวโปรก็จะเนี่ยสารบองนักขนมกำรงรีไลซ์นี่พองได้คนใต้ตัวใบจะเนี่ยดังให้เนี่ยก็มันไอเฟยไว้บ้านปลุกจะบ้าคือเจียจะบ้าห้ามมันอ้อยปราปอดเมียนตัวคล้วนแต่เอาเนี่ยดตยดังริโยบ้านมาโรกตัวโปรตามสัญญาพร้อมแต่งบ้านประกวดทนำเอาตัวโปรนั่งตลอดตรูปเรียงดำเวงจะบ้าคือจะบ้าเตอแต่เล็บทนำตัวโปรบ้านเล็บทนำโนกัดมอคายฮิซิโร่เนี่ยบ้านออกนโอนยาได้จำเมื่อไทยอบทอมเนี่ยมอร์โฮดบรรทอฮิซิโร่กับบ้านเล็บทนำโนเป็นเล็บทนำโนรุยให้หนึ่งหอยเก่งให้ตำรวจหนึ่งทนำโนเมียนเสตเพียวีทำนายเป็ดเจจานมองเนี่ยบ้านคอตัวซัวริโยทาข้างตัวโปรยังไม่ให้ข้างตัวโปรข้างริโยรวยใส่ใบจังโอนยาเนี่ยเตรียมคลุนตัววันให้นับไปเราได้เมียนใบเคลียติเลเกรหรือบอฮิซิโร่นี่ชอทาเวสไอเก้นับไปเนี่ยแต่เลียดเมอร์เนอร์บัดได้หรือบอฮิซิโร่ถวยเนี่ยบ้านเคยไว้ได้ฮิซิโร่นึงบ้านเลียตกแต่บ้านเคยโดยเฉพาะถวยเนี่ยอ้วนดำก่อให้ตบตึกผนังเล็งจอบรวมถึงบ้านสไลยมออบเกรหรือบอฮิซิโร่ให้ปราบเตี้ยท่าแต่เหมือนเตี้ยเตะหาดไว้มันเลียจุดจังนี้เพราะบ้านเนี่ยบ้านเคยให้เนี่ยนึงมันไอมันดอยไอกระหล่องพอเตินจังบ้านเต้ให้ไว้เตียงดาวเวียคือจะเรื่องได้สำคัญบ่มพอนให้ไว้มาเอาเนียงเคยให้เดินเนียงบ้านเคยนู้เวียคือจะซาได้ฮิซิโรบานเซนเลิกบัดใดโดยปรับทานเนื้อสลังอาราตาไคสกิเวียคือจะชมัวระบตัวเปราะนังซึ่งเคิมทาเปิดดับเพียลางดังคลวนให้นึ่งไอหนึ่งจำชมัวระบมันเนี่ยนี่ให้สไปโดเกปันใต้ตีบังจับโอนยาจำใบเตอแต่หลบเจ้าเพราะยังไม่จะบ้ากันเนอใต้จะบ้าระบอกกรมหนบันเนียงตุ่งจังเวียก็มันไอเตอรวยได้ปีเปียสมได้ระบโอนยาถวยยังกระทาคางกรมหนประกอบจีเมียนปัจจัยวิเชียขนมกาตรวจปนัดกาจองจำระบบบกกลักปีเปียสม
សម្ដីដែលនាងប្រាថ្នាហេតុអីមិនលាក់ចិត្តចឹងនេះបន្ទាប់កាត់មុខបរិសម្នាក់ដែលគេនឹងបានពាក់សូត្រហើយកំពុងតែទៅផ្ទះរបស់មនុស្សម្នាក់ហើយម្នាក់នោះគឺជាអូកាបរិសពាក់សូត្រម្នាក់នោះបានមករកបងប្រុសរបស់អូកាដែលជាមនុស្សដែលពូកែឃុំខ្លួននៅក្នុងបន្ទប់មិនចាញ់ទៅជួបនៅពិភពលោកនៅខាងក្រៅហើយបរិសដែលពាក់សូត្រម្នាក់នោះមិនមែនជាអ្នកណាឆ្ងាយទេគឺជាតួប្រុសរបស់យើងពេលនេះគេបានក្លាយជាបុគ្គលិកនៅក្រុមហ៊ុន Real Life ហើយធ្វើការនៅផ្នែកជាមួយនឹង Rio ព្រោះគេបានឃើញពីអត្ថប្រយោជន៍របស់ Real Life ថាអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានពិតមែនបន្ទាប់មកតួប្រុសនោះបានមកចូលរួមជប់លៀងនៅក្នុងក្រុមហ៊ុនប៉ុន្តែមើលទៅគេនោះដូចជាអង្គុយខុសកន្លែងហើយមានមនុស្សស្រីម្នាក់មកប្រាប់ថានោះគឺជាកន្លែងរបស់នាងហើយនារីម្នាក់នោះគឺជា Hishiro តាមការពិតនាងធ្វើការនៅក្នុងក្រុមហ៊ុន Real Life នេះដូចគ្នាប៉ុន្តែនាងនៅក្នុងផ្នែកអភិវឌ្ឍថ្នាំទាំងពីរនាក់មិនអាចចាំគ្នាបានទេព្រោះមុខមាត់ក្រោយពីនោះ10ឆ្នាំវាប្លែកខុសពីមុនឆ្ងាយការអង្គុយខុសកន្លែងរបស់តួប្រុសដោយការវិភាគមួយអញ្ចឹងតែគេទៅអង្គុយតុរៀនរបស់ Hishiro ពេលចេញទៅខាងក្រៅបានឃើញថាភ្លៀងធ្លាក់ខ្លាំងទាំងពីរនាក់មិនទាន់ត្រឡប់ទៅផ្ទះទៅសម្បែងបានដល់ពេលមានវេលាទំនេរទើបឈរនិយាយគ្នាបន្តិចទៅ Hishiro បាននិយាយថាមុននេះនាងក៏បាន Real Life ដល់ទៅ2ឆ្នាំទី1វាមិនសូវជារលូនប៉ុណ្ណាទេប៉ុន្តែឆ្នាំទី2វាគឺជាការចងចាំដែលល្អណាស់ប៉ុន្តែពេលមកដល់ទីបញ្ចប់វាប្រៀបដូចជាកម្មជ្រួចអញ្ចឹងដែលស្រស់ស្អាតបានតែមួយភ្លេតហើយវានឹងរលត់វិញតួប្រុសចាំបានថានេះវាគឺជាពាក្យសម្ដីដែលគេធ្លាប់និយាយទៅកាន់ Hishiro ប្រកបណាស់ការចងចាំអ្នកដែលសាកល្បងវាមិនបានរលប់បាត់ទេទៅបានជាទាំងពីរនាក់ចាំពាក្យនេះបានយ៉ាងច្បាស់ពេលនេះតួប្រុសច្បោកច្បល់ណាស់បើសិនមិនសួរពេលនេះមិនដឹងថាមានឱកាសបានសួរទេឬអត់ទេទើបបែរសួរថា Hishiro មែនអត់នាងបានបែរទៅមើលតួប្រុសភ្លាមក្នុងពេលនេះដែរទាំងពីរនាក់នឹងបានហៅឈ្មោះគ្នាទៅវិញទៅមកប្រៀបដូចជាបានវិលមកជួបគ្នាម្ដងទៀត Hishiro បាននឹកទៅដល់ពេលនោះពេលដែលនាងយកស្វើនោះមកគូរនៅលើដៃពេលនោះនាងមានអារម្មណ៍ច្រើនខ្លាំងណាស់ទាំងភ័យខ្លាចទាំងឈឺចាប់ដែលទីបញ្ចប់នាងលែងបានជួបតួប្រុសទៀតហើយតែមើលទៅសារមួយនោះដែលត្រូវបានលុបចោលពេលនេះវាលែងមានន័យអីទៀតហើយព្រោះតួប្រុសដែលនាងលងស្រឡាញ់នៅពេលនោះឥឡូវនេះមិននៅនឹងមុខនាងហើយនៅទីបំផុតទាំងពីរនាក់បានមកនៅជាមួយគ្នាពិតប្រាកដហើយពួកគេបានចូលទៅអោបគ្នាហើយសាច់រឿងក៏បានចប់បរិបូរណ៍នៅត្រង់នេះមិនចម្លែកចិត្តទេព្រោះពួកគេបានមកជួបគ្នាម្ដងទៀតធំពេញវ័យអស់ហើយចាំមិនបានវាគឺជារឿងធម្មតាហើយរឿងថ្នាំវេទមន្តក៏បានចប់ដោយបរិបូរណ៍ Happy Ending អរគុណសម្រាប់ការតាមដានទស្សនាដើម្បីនឹងទទួលបានវីដេអូថ្មីៗមុនគេកុំភ្លេចចុច Like and Subscribe ដល់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងណាសម្រាប់ថ្ងៃនេះសូមអរគុណសូមជម្រាបលា